ជំរាបសួរបងប្អូនទាំងអស់គ្នាដែលចូលមកកាន់ Channel វុទ្ធិអរិយៈហើយរឿងរ៉ាវនៅក្នុងវីដេអូនេះដែរខ្ញុំហ៊ានធានាថាបងប្អូនស្ដាប់ហើយពិតជាជក់ចិត្តតាំងតែពីដើមវីដេអូរហូតដល់ចុងបញ្ចប់តែមុននឹងឈានទៅដល់សាច់រឿងរបស់យើងថាវាមានរឿងរ៉ាវអីខ្លះជួបចំពោះលោកអ៊ំទាំងពីរនាក់គណៈពេលដែលគាត់ធ្វើដំណើរចូលទៅក្នុងព្រៃនោះសម្រាប់បងប្អូនដែលទើបតែស្គាល់ Channel មួយនេះជៀសវាងការខកខានទទួលបានភាគថ្មីជាបន្តទៀតសូមបងប្អូនកុំភ្លេចជួយ Subscribe ក៏ដូចជាជួយ comment ម្នាក់មួយហើយសម្រាប់បងប្អូនយើងជា fan ចាស់ក៏ដូចគ្នាដែរខ្ញុំក៏សូមអរគុណបងប្អូនកន្លងមកដែលតែងតែចូល comment ក៏ដូចជាការ share ទៅកាន់ Facebook អីអញ្ចឹងទៅឥឡូវកុំឲ្យខាតពេលយូរខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅស្ដាប់នៅរឿងរ៉ាវលោកអ៊ំទាំងពីរអំឡុងពេលដែលពួកគាត់ធ្វើដំណើរចេញពីភូមិចូលទៅក្នុងព្រៃតើពួកគាត់នឹងជួបរឿងរ៉ាវចម្លែកក៏ដូចជាឧបសគ្គអីខ្លះនោះសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នារីករាយនៅក្នុងការស្ដាប់ដូចតទៅនេះនៅវេលាម៉ោង 2 រសៀលគណៈពេលដែលលោកអ៊ំទាំងពីរនាក់ធ្វើដំណើរទៅដល់ទៀមស្រាមួយកន្លែងពេលដែលមកដល់ភ្លាមហ្នឹងឪជុំគាត់ក៏បានយកកង់របស់គាត់ទៅផ្អែកនៅកន្លែងដើមកខុបដោយសារតែកន្លែងហ្នឹងវាត្រជាក់និងម្លប់ណាមួយនៅក្រោមដើមកខុបហ្នឹងក៏ម្ចាស់ទៀមគេបានរៀបចំតុនិងកៅអីសម្រាប់ឲ្យអ្នកដែលមកចូលទៀមស្រារបស់គេបានសម្រាកនិងអង្គុយលេងផងដែរចំណែកពុកជុំរួមទាំងលោកអ៊ំច័ន្ទវិញគណៈពេលដែលគាត់ចូលមកដល់ក្នុងទៀមភ្លាមគាត់ក៏នាំគ្នាដើរទៅអង្គុយក្រោមដើមកខុបនឹងតែម្ដងពេលដែលទៅដល់ឪជុំក៏បានកំងស្រាពីម្ចាស់ទៀមនឹងមួយប៉ាន់ចំណែកអ៊ំច័ន្ទវិញគាត់មិនកំងស្រាដូចជាពុកជុំនោះទេគាត់ក៏បានហៅទឹកតែមកជំនួសមួយប៉ាន់វិញបន្ទាប់ពីពួកគាត់អង្គុយលេងបានមួយសន្ទុះឪជុំគាត់ហូបស្រាមិនទាន់បានក្តៅបំពង់កស្រួលបួលផងស្រាប់តែមានក្មេងវ័យជំទង់មួយក្រុមគ្នារបស់គេប្រហែលជាជិត10នាក់ដឹងថាក្រុមគ្នាវាទាំងអស់នឹងមានរឿងអ្វីនោះទេគឺនិយាយប្រកែកគ្នាលឺហើយជេរគ្នាទៅវិញទៅមកទៀតផងបន្ទាប់ពីស្ដាប់ឮពួកវាឆ្លោះប្រកែកនិងជេរគ្នាក្នុងនាមឪជុំជាមនុស្សចាស់ប្រតិចាគាត់ស្គីក៏ជីកខ្លាំងពេកគាត់ក៏បានងាកមើលមុខអ៊ំច័ន្ទបន្ទាប់មកគាត់ក៏បាននិយាយខ្សឹបប្រាប់អ៊ំច័ន្ទថាច័ន្ទហើយជួយនិយាយពួកវាផងអញកំពុងតែផឹកស្រាអញមិនចង់និយាយច្រើនទេកាលណាតែអញហាមាត់ហើយចេះតែចង់ទប់មិនបានមើលទៅពួកអានេះដូចជាស្ដីនិយាយមិនសូវដឹងអីសោះអំឡុងពេលដែលអ៊ំច័ន្ទស្ដាប់ពាក្យសម្ដីរបស់ឪជុំហើយគាត់ក៏បាននិយាយតាមឪជុំប្រាប់គាត់ពិតមែនដោយគាត់និយាយទៅកាន់ក្រុមក្មេងទាំងអស់នោះថាក្មួយអើយមានរឿងអីនិយាយគ្នាតិចបានហើយអាណិតដល់អ៊ំទាំងពីរនាក់ផងធ្វើដំណើរផ្លូវឆ្ងាយទៅខាងមុខទៀតអ៊ំត្រូវការសម្រាកណាមួយអ៊ំធ្វើដំណើរចេញមកពីផ្ទះដូចជារឿងឆ្ងាយហើយដៃជើងក៏សព្រឹកសពន់អស់ដែរហើយបើមកទីនេះក្មួយនិយាយលឺបែបហ្នឹងអ៊ំត្រូវការសម្រាប់អីដូចជាមិនកើតទេឲ្យអ៊ំសូមអធិស្ឋានក្មួយទាំងអស់គ្នាផងចំណែកក្រុមក្មេងជំទង់ទាំងអស់នោះវិញគណៈពេលដែលអ៊ំច័ន្ទនិយាយលួងលោមគេពាក្យសម្ដីទន់ភ្លន់ផ្អែមចាក់មុតដល់បេះដូងប៉ុណ្ណឹងហើយតែបើជាក្រុមគ្នាគេទាំងអស់នោះហាក់បីដូចជាមិនយកក្រជីស្ដាប់តតែសោះដំបងកាលពីអ៊ំច័ន្ទមិនទាន់និយាយហាក់បីដូចជាពួកនឹងនិយាយសម្លេងលឺនៅកម្រិតមធ្យមទេតែបន្ទាប់ពីអ៊ំច័ន្ទគាត់និយាយប្រាប់ទៅកាន់ក្រុមគ្នាគេទាំងអស់នោះរួចហាក់បីដូចជាពួកនឹងធ្កើនមិនត្រឹមតែមិនស្ដាប់នោះទេថែមទាំងនិយាយលឺគុណនឹង2និង3ទៀតផងរហូតទាល់តែឪជុំទ្រាំមិនបានគាត់ក៏បានលើកប៉ាន់ស្រារបស់គាត់ចាក់ដាក់ក្នុងកែវហើយគាត់ក៏បានដើរទីសម្ដៅទៅរកក្រុមក្មេងជំទង់ទាំងអស់នោះពេលដែលទៅដល់ចិត្តប្រហែលជា2ម៉ែត្រគាត់ក៏បាននិយាយលឺថាហើយពួកឯងទាំងអស់គ្នានេះនិយាយមិនចេះស្ដាប់ទីអីពាក្យពីរោះពាក្យល្អស្ដាប់ក៏បាននិយាយរួចហើយក៏ប៉ុន្តែពួកឯងមិនថែមទាំងមិនស្ដាប់នោះទេថែមទាំងធ្កើនអញជាមនុស្សចាស់ទៀតផងមើលទៅពួកឯងទាំងអស់នេះពិតជាគ្មានមេបាណាបដៅបានពិតមែនបើអញនិយាយទៅស្ដាប់ហើយមិនសុខចិត្តនោះទៅហៅម៉ែឪរបស់ឯងមកអញប្រាប់ពីវិធីបដៅកូនធ្វើយ៉ាងណាឲ្យត្រង់ផ្លូវកុំឲ្យដូចពួកឯងរាល់គ្នាទាំងអស់នេះនិយាយមិនចេះស្ដាប់គ្នាបើសัตว์ទៅគឺសัตว์ក៏ប៉ុន្តែពួកឯងទាំងអស់នេះគឺមានខួរក្បាល1គីឡូ3ខាំគ្រប់តែគ្នានឹងចុះពួកឯងយកខួរទាំងអស់នេះយកទៅទុកឯណាបានតែមិនយកមកគិតពិចារណានៅពាក្យសម្ដីដែលនិយាយមុនហ្នឹងងាកមកកាន់មនុស្សមួយក្រុមវ័យជំទង់ទាំងអស់នោះវិញបន្ទាប់ពីឪជុំនិយាយឌីលគេបែបនឹងរួចស្រាប់តែមានគ្នាគេម្នាក់ដើរចេញមកពីក្នុងវងដែលមានរូបរាងធំខ្ពស់ហើយក៏ដៃក៏ជើងគឺមាំគិមែនតែនរបៀបថាប្រសិនបើអ្នកផ្សេងអីហ្នឹងគ្រាន់តែឃើញរូបរាងក៏ដូចជា
សាច់របស់គេដឹងតែខ្លាចញ័រជើងញ័រដៃហើយបន្ទាប់ពីគេដើរចេញមករួចគេក៏ត្របាញ់ភ្នែកសម្លឹងមកកាន់ឪជុំដោយមិនព្រិចនោះទេរបៀបថាសម្លឹងសិញ្ជឹកសិញ្ជឹងលើក្រោមតែម្ដងបន្ទាប់ពីសម្លឹងរួចគេក៏បែរក្បាលត្រឡប់ដើរទៅរកគ្នាគេវិញហើយគេពោលពាក្យនិយាយថាគ្រាន់តែមនុស្សកញ្ចាស់មួយក្បាលមកហ៊ានបដៅអញផងម៉ែឪអញមិនស្ដាប់ផងអញមិនស្ដាប់កញ្ចាស់ឯងមិនកើតនៅក្នុងភូមិនេះអ្នកណាដែលឮឈ្មោះអញហើយមិនខ្លាចសម្បីតែមើលមុខក៏មិនហ៊ានផងបែរជាហ៊ានមកនិយាយលក់លើយពាក្យសម្ដីលើក្រោមជាមួយនឹងអញបែបនេះមើលទៅប្រហែលជាមិនទាន់ស្គាល់ថ្នាំខ្លាំងទេបន្ទាប់ពីគេនិយាយបែបនឹងរួចបងប្អូនដឹងទេស្រាប់តែគេយកដៃស្រាំរបស់គេនឹងគក់ទ្រូងរបស់គេខ្លួនឯងនឹងបីដៃផឹងចំណែកឲ្យជុំវិញបន្ទាប់ពីគាត់ឃើញអាម្នាក់នឹងសម្ដែងរបៀបថាធ្វើឯងលយធ្វើរឹកធ្វើពៀគាត់ក៏ឈរសោចបណ្ដើគាត់ពេបជ្រាយបណ្ដើចំណែកម្ចាស់ហាងវិញគណៈពេលដែលឃើញឲ្យជុំរួមទាំងមនុស្សមួយក្រុមវ័យជំទង់នោះឆ្លោះប៉ាកែគ្នានិយាយទៅអំឡុងពេលហ្នឹងគឺគាត់ភ័យមែនតែនអ្វីតែសត្វឆ្កែរបស់គាត់ដែលកំពុងតែដេកសុកក្រោមដើមកខុបហ្នឹងក៏វាស្ទុះរត់ចេញក្រៅរបងបន្ទាប់មកក៏វាងាកមកចូលមកក្នុងទីមស្រាហើយព្រោះក្រុមក្មេងទាំងអស់នោះដែរពេលដែលម្ចាស់ហាងសង្កេតឃើញរឿងរ៉ាវបែបហ្នឹងគឺគាត់ឈរបណ្ដាគឺគាត់ធ្វើទឹកមុខស្លេកស្លាំងបណ្ដាហើយអ៊ំច័ន្ទវិញគាត់អង្គុយផងគឺគាត់សង្កេតទឹកមុខម្ចាស់ហាងផងបន្ទាប់មកគាត់ចេះតែលួចសើចនៅខាងក្រោយខ្នងអីចឹងទៅប្រហែលជា 5-6 នាទីក្រោយមកប្រហែលជាបងប្រុសដែលជាម្ចាស់ហាងឬក៏ម្ចាស់ទៀមនឹងទ្រាំមិនបានក៏ដើរតិចសសៀមករកពុកជុំពេលដែលមកដល់គីពុកជុំគេក៏បានទៅខ្សឹបដាក់ត្រចៀកថាលោកអ៊ំអើយកុំទៅប៉ះពាល់អីពួកវាទាំងអស់នេះសម្បីតែខ្ញុំរកស៊ីរាល់ថ្ងៃក៏ខ្ញុំមិនហ៊ាននិយាយស្ដីបដៅពួកវាដែរប្រសិនបើខ្ញុំនិយាយទៅខ្លាចថាពួកនេះវាមករករឿងខ្ញុំរកស៊ីមិនបាននៅក្នុងភូមិនេះគ្មាននរណាបង្ក្រាបវាបានទេសម្បីតែមេភូមិក៏វាមិនខ្លាចដែរមានថ្ងៃមួយនោះមេភូមិបានស្ដីប្រដៅឲ្យពួកវាក៏ប៉ុន្តែពេលយប់ឡើងសម្បីតែមេភូមិក៏វាទៅរករឿងដល់ផ្ទះដែរហើយវាគំរាមវាយទៀតផងតាំងតែពីពេលនោះមកគ្មានអ្នកស្រុកអ្នកភូមិណានៅទីនេះហ៊ានក្អកជាមួយនឹងពួកវាទេម្នាក់ឲ្យតែពួកវាចង់បានអីគឺឲ្យនឹងហើយសម្បីតែមន់សម្បីតែទាណៃទាំងភូមិគ្រប់គ្នាវិញរាល់ពេលដែលឲ្យមន់ឲ្យទាទៅកាន់ពួកវាគឺការឲ្យទាំងបង្ខំចិត្តនោះទេមិនមែនជាការស្ម័គ្រចិត្តនោះឡើយរំពេចភ្លាមនឹងបន្ទាប់ពីពុកជុំបានស្ដាប់សម្ដីម្ចាស់ទៀមនិយាយបែបនឹងហើយគាត់ក៏បាននិយាយតិចទៅប្រាប់ម្ចាស់ទៀមវិញថាក្មួយឯងទៅអង្គុយនៅឲ្យស្ងៀមចាំមើលទៅគ្មាននរណាបង្ក្រាបវាបានក៏ពិតមែនក៏ប៉ុន្តែថ្ងៃនេះទុកឲ្យអ៊ំជាអ្នកបង្ក្រាបវាជំនួសមេភូមិនៅទីនេះទេចោះបើបណ្ដោយឲ្យក្រុមគ្នាវានៅតែបង្ករឿងរ៉ាវឥតឈប់ឥតឈរនៅទីនេះទៀតមើលទៅរកសុកមិនឃើញទេម្នាក់គឺភ័យភ្នែកចិញ្ចឹងកនឹងហើយមិនអីទេទុកឲ្យអ៊ំចាត់ចែងជាមួយពួកអាទាំងអស់នេះបើអ៊ំធ្វើវាមិនបែកទេគ្មាននរណាធ្វើវាបែកទេតាមមើលបើម្នាក់ឃើញពួកវាសម្បីតែមុខមិនហ៊ានមើលបែបហ្នឹងតបពីស្ដាប់អីជុំរួចបងប្រុសដែលជាម្ចាស់ទៀមបងប្អូនហើយគឺភ័យមែនតែនបន្ទាប់ពីដើរត្រឡប់ចូលទៅក្នុងទៀមវិញនោះគេទៅមើលជើងគាត់វិញគឺសឹងថាមិនជាប់ដីទេគឺដើមម៉ាត់គឺលឿនមែនតែនក្រឡេកមកកាន់ពុកជុំវិញអំឡុងពេលដែលម្ចាស់ទៀមនិយាយរៀបរាប់ទស្សនវិជ្ជាក៏ដូចជារឿងរ៉ាវនៅក្នុងភូមិរបស់គាត់ប្រាប់មកកាន់អីជុំរួចហើយនោះនៅរំពេចភ្លាមហ្នឹងបងប្អូនហើយទឹកមុខអីជុំដំបងគ្រាន់តែជាអ្នកផឹកស្រាធម្មតានោះទេក៏ប៉ុន្តែពេលនេះបែរជាឡើងពណ៌ក្រហមមួយរំពេចតែម្ដងបន្ទាប់ពីស្ដាប់រឿងរ៉ាវដែលបងប្រុសម្ចាស់ទៀមនិយាយប្រាប់គាត់និយាយរួមទៅក្នុងខ្លួនរបស់ពុកជុំគឺឡើងកម្ដៅ100អង្សាហើយតាមពិនិត្យមើលទៅរឿងដល់ដំណាក់កាលនេះហើយប្រសិនបើអ៊ំច័ន្ទចូលមកខាត់ក៏ពុកជុំមិនព្រមដែរបើតាមអត្តចរិតរបស់គាត់និយាយទៅពុកជុំគឺជាមនុស្សមួយមានហេតុផលស្រួលនិយាយគ្នាទេក៏ប៉ុន្តែរឿងរ៉ាវដែលគាត់ស្អប់ខ្ពើមបំផុតក្នុងឆាកជីវិតរបស់គាត់នោះគឺអ្នកខ្លាំងរំលោភបំពានអ្នកខ្សោយជាពិសេសគឺពួកអាបបងបាយនៅក្នុងភូមិនេះចេះតែដើរបំផ្លិចបំផ្លាញគំរាមអ្នកស្រុកអ្នកភូមិដែលជាមនុស្សទុនខ្សោយនោះគឺគាត់ស្អប់មែនតែនសឹងថាកុំឲ្យពួកនេះមានដង្ហើមរស់នៅលើផែនដីទៀតផងរឿងរ៉ាវទាំងអស់នេះសមនឹងអត្តន័យកាលពីជំនាន់ខ្មែរក្រហមដោយគេនិយាយថាទុកក៏មិនចំណេញដកចេញក៏មិនខាតគឺពួកក្រុមវាទាំងអស់ហ្នឹងគឺមានអត្តន័យសមនឹងពាក្យនេះមែនតែនក្រឡេកមកកាន់អ៊ំច័ន្ទវិញបន្ទាប់ពីឃើញអុយជុំដៃម្ខាងកាន់ស្រាដៃម្ខាងក្តាប់ណែនឈរមិនត្រង់ខ្លួនហាក់បីដូចជាកំពុងញ័រ
ចំណែកទឹកមុខវិញគឺឡើងក្រហមឆេះតែម្ដងពេលហ្នឹងអ៊ំច័ន្ទគាត់ក៏មិនបានអង្គុយជាប់នៅលើតុទៀតដែរក៏ប្រញាប់ប្រញាល់ដើរទៅគីអ៊ុយជុំបន្ទាប់មកគាត់ក៏យកដៃត្រកងចង្កេះអ៊ុយជុំដោយគាត់និយាយថាជុំអើយកុំប្រកែប្រកាន់អីក្មេងទាំងអស់ហ្នឹងមកអង្គុយផឹកស្រារបាយបន្តទៀតទៅហើយមុនហ្នឹងអញផឹកអស់2កែវដែរក៏ប៉ុន្តែដូចជាមានអារម្មណ៍ថាចង់ស្រឿងមិនក៏មិនដឹងទេមើលទៅស្រានេះខ្លាំងរបស់គេវើយចំណែកអ៊ុយជុំវិញដំបងគាត់របៀបថាគាត់មកតាមអ៊ំច័ន្ទគាត់មិនចង់មានរឿងរ៉ាវអីទេគាត់ក៏មកអង្គុយជាមួយនឹងអ៊ំច័ន្ទជាធម្មតាក៏ប៉ុន្តែបន្ទាប់ពីគាត់អង្គុយគាត់ក៏មិនដឹងថានឹកឃើញស្អីដែរគាត់ក៏បានក្រោកពីលើតុប្រញាប់ប្រញាល់ដើរសំដៅទៅរកក្រុមក្មេងវ័យជំទង់ទាំងអស់នោះចំណែកអ៊ំច័ន្ទវិញគាត់ឆ្ងល់មែនតែនមិនដឹងថាយីអាជុំនេះវាកើតស្អីបានជាវាដើរប្រញាប់ប្រញាល់ទៅរកក្រុមក្មេងទាំងអស់នោះវិញនៅរំពេចភ្លាមនឹងដែរបន្ទាប់ពីពុកជុំធ្វើដំណើរមកដល់កន្លែងក្រុមក្មេងទាំងអស់ហ្នឹងគាត់ក៏យកដៃស្ដាំរបស់គាត់ហ្នឹងកត្រាក់អាម្នាក់ដែលចេញមកនិយាយឌឺដងជាមួយគាត់មកទៅហឹងដាច់ផ្ងាមកខាងក្រោយបាសជើងបាសដៃនិយាយទៅដល់ថ្នាក់គ្នាវាម្នាក់គឺចង់ភ័យតែម្ដងបើតាមសង្កេតមើលកម្លាំងដៃរបស់ពុកជុំគឺខ្លាំងខុសពីមនុស្សធម្មតាឡើង2ទៅ3ដងឯណោះសម្បីតអ៊ំច័ន្ទដែលជាមិត្តភក្តិរបស់គាត់នឹងក៏ពោលពាក្យនិយាយថាជុំអើយកុំលេងដៃធ្ងន់ពេកវើយប្រយ័ត្នងាប់ពួកវាតែបរិសម្នាក់ដែលត្រូវបានអើជុំក៏ត្រាក់ឲ្យដាច់ផ្កាមកខាងក្រោយនោះគេក៏ព្យាយាមក្រោកឡើងពីដីតថេតថាសវ៉ារត់មកដល់អើជុំក៏ប៉ុន្តែអំឡុងពេលដែលគេទាញដៃដាល់ហ្នឹងស្រាប់តែអើជុំក៏ស្រែកលឺដោយគាត់ស្រែកថារហូតទៅដល់7ដងស្រាប់តែបរិសម្នាក់នឹងបីដូចជាខ្លួនរបស់គេកំពុងតែត្រូវបានអ្នកណាចាប់ឲ្យនៅនឹងត្រឹងមួយកន្លែងគេជាប់ទាំងកាយវិការដៃដាល់ទៀតផងនិយាយទៅគឺសាហាវពិតមែនម្ចាស់ទៀមរួមទាំងគ្នាគេឲ្យទៀតបន្ទាប់ពីប្រទះឃើញគ្នាគេម្នាក់នឹងដែលមានមាឌធំមាំហើយបែរជាមានកាយវិការជាប់ត្រឹងឡើងសឡង្កាំងមួយកន្លែងពេលដែលគ្នាគេឲ្យទៀតប្រទះឃើញរឿងរ៉ាវបែបហ្នឹងម្នាក់គឺភ័យមួយបព្រិចភ្នែកសោះគឺរត់បែកវងគ្នាតែម្ដងហើយពុកជុំវិញក៏ចេះតែហៅពួកនឹងពីខាងក្រោយគាត់ថាពួកអាខ្លាំងមិនក៏ពួកឯងមិននៅទៀតទៅមិនក៏នាំគ្នារត់លឿនម្លេះហើយចុះគ្នាឯងម្នាក់នេះហើយទុកវាឲ្យអញឬក៏យ៉ាងណាបានតែពួកឯងមិនមកយកទៅវិញណែក្រុមក្មេងជំទង់មួយក្រុមនឹងវិញពេលដែលលឺឲ្យជុំហៅភ្លាមគឺរត់មិនងាកក្រោយនោះទេម្នាក់ក៏រត់បែកជើងគ្នាទៅផ្ទះរៀងខ្លួនខ្លះទៀតក៏ភ្លេចយកស្បែកជើងហើយខ្លះទៀតក៏ភ្លេចយកកង់ទៅជាមួយទៀតផងចំណែកអ៊ំច័ន្ទវិញពេលដែលឃើញក្រុមក្មេងៗទាំងអស់ហ្នឹងវារត់លឿនពេកដោយពាក្យមួយឃ្លាគេនិយាយថាបងជាទុនសាយអញ្ចឹងគឺរត់លឿនខ្លាំងណាស់គាត់អង្គុយសើចតែម្ដងបន្ទាប់មកគាត់ពោលពាក្យនិយាយថាពួកឯងលេងម្ដងនេះជួបរបស់ពិតហើយបើសិនជានៅទៀតម្នាក់មិនដឹងថាទ្រោមយ៉ាងណានោះទេតែពួកឯងឆ្លាតមែនទែនចេះរត់យករួចខ្លួនបើនៅតែសម្រុកចូលមិនដឹងសខ្មៅទៀតប្រហែលជាសល់ដង្ហើមចង្រិតហើយមួយមើលទៅមកប៉ះអ្នកណាមិនប៉ះមកប៉ះអ្នកលេងជន់ដើមពួកអានាងត្រៀមខ្លួនឲ្យហើយទៅពួកឯងបើមិនស្គាល់មេឃខ្ពស់ប៉ុណ្ណានោះចំណែកពុកជុំគណៈពេលដែលគាត់ចាប់បានបរិសម្នាក់ដែលទាស់ពាក្យសម្ដីជាមួយគាត់នឹងដំបងគាត់ចង់ទាត់នឹងធាក់ថែមក៏ប៉ុន្តែត្រូវបានអ៊ំច័ន្ទគាត់ខត់ទាន់ដោយសារតែអ៊ំច័ន្ទគាត់និយាយលួងលោមថាជុំអើយល្មមបានហើយយើងមិនមែនក្មេងដូចជាពួកវាឯណាយើងចាស់ហើយណាវើយហើយភារកិច្ចរបស់យើងក៏មិនមែនមកតែដើម្បីបង្ក្រាបពួកអានេះដែរយើងមានដំណើរទៅវិញឆ្ងាយទៅខាងមុខទៀតល្មមលើកលែងឲ្យវាទៅក៏ប៉ុន្តែមុននឹងលើកលែងត្រូវតែផ្ដល់មេរៀនខ្លះឲ្យវាចាំថ្ងៃក្រោយកុំឲ្យចេះតែធ្វើបាបដល់អ្នកស្រុកអ្នកភូមិនៅទីនេះបើមិនអញ្ចឹងទេបន្ទាប់ពីយើងលែងវាទៅវិញមិនកែប្រែសន្តានរបស់វាពីមុននោះទេចំណែកពុកជុំវិញហេតុថាគាត់ជាមនុស្សមានហេតុផលណាមួយគាត់ចាស់ណាស់ទៅហើយគាត់មិនចង់មានកម្មពៀជាមួយនឹងអាក្មេងទាំងអស់នឹងទេគាត់ក៏បានប្រើវិជាស្រ័យសមាមហាសំកាំងចេញតពីស្រ័យសមាមហាសំកាំងរួចបរិសម្នាក់ដែលមានរឿងរ៉ាវនឹងទាស់តែងពាក្យសម្ដីជាមួយគាត់នឹងបងប្អូនគឺលុតជង្គង់ថ្វាយបង្គំពុកជុំក្រឹបតែម្ដងចំណែកពុកជុំគណៈពេលដែលឃើញបរិសម្នាក់នឹងថ្វាយបង្គំគាត់ក៏បាននិយាយថាមិនអីទេអញអត់អោនឲ្យក៏ប៉ុន្តែថ្ងៃក្រោយកុំឲ្យអញឮពាក្យសម្ដីដូចនេះទៀតបើមិនដូចឆ្នោះទេប្រហែលជាជីវិតរបស់ពួកឯងក៏មិនសល់ដែរហើយថ្ងៃនេះបើចង់ត្រឡប់ទៅវិញត្រូវតែសន្យាជាមួយអញថានឹងមិនធ្វើបាបនិងគំរាមកំហែងដល់អ្នកស្រុកអ្នកភូមិនៅទីនេះទេហើយរឿងនេះមិនមែនគ្រាន់តែហាស្ដីពីមាត់របស់ឯងអញជឿទុកចិត្តនោះទេត្រូវតែប្រែក្លាយពីការនិយាយនេះ
ទៅជាពាក្យសេចក្ដីទៅជាពាក្យសេចចាំងទៅជាពាក្យអធិទេពដោយយកការស្បត់ស្បាយយកមកធ្វើជាសក្ខីភាពកាលណាដែលពាក្យឯងពោលមកថ្ងៃនេះហើយថ្ងៃក្រោយយាយមិនបានធ្វើតាមនោះនឹងត្រូវដន្ទះបាញ់ប្របាក់កតែម្ដងចំណែកបរមម្នាក់នឹងវិញគ្រាន់តែស្ដាប់ពុកជុំនិយាយរួចគឺគេសឹងថាសតិមិនគ្រប់ផងគឺគេអង្គុយបដាលញ័រទៅត្រឺតដូចជាកង្កែប្រឡាក់អំបិលអញ្ចឹងដែរបន្ទាប់មកពុកជុំក៏បង្ខំឲ្យគេនិយាយពាក្យស្បត់ស្បាយបើមិនចឹងទេខ្លាចថាគេនឹងមិនកែសន្តានអារឿងប្រព្រឹត្តអំពើអាក្រក់នឹងឯងដោយពុកជុំគាត់កំណត់នឹងរាប់ដល់3ឲ្យគេនិយាយស្បត់ស្បាយដោយខ្លួនឯងបន្ទាប់ពីដល់កាលកំណត់រាប់ដល់3រួចហើយបរិះម្នាក់នឹងគេក៏និយាយទាំងញ័រមាត់ថាប្រសិនបើថ្ងៃក្រោយគេប្រព្រឹត្តអំពើអាក្រក់ហើយធ្វើបាបដល់អ្នកស្រុកអ្នកភូមិគំរាមយកមាន់យកទាឬក៏ទាំងធ្វើអាក្រក់ទាំងឡាយទាំងពងណាក៏ដោយឲ្យតែគេបៀតបៀនទៅលើអ្នកស្រុកអ្នកភូមិនិងមនុស្សស្រុតត្រង់សូមឲ្យលោកតាម្ចាស់ទឹកម្ចាស់ដីនៅទីនេះធ្វើជាសាក្សីសិនបើរូបគេនិយាយហើយថ្ងៃក្រោយគេប្រព្រឹត្តផ្ទុយពីពាក្យសម្ដីនៅថ្ងៃនេះក៏សូមឲ្យមេឃដីនិងធម្មជាតិទាំងឡាយដាក់ទោសមកកាន់គេជាពិសេសឲ្យរន្ទះបាញ់បំបាក់កទៀតផងបន្ទាប់គេស្បត់ស្បាយនិងសន្យាជាមួយនឹងពុកជុំរួចហើយពុកជុំក៏បានប្រើមន្តគាថាស្រាយនៅប្រលឹងធំរបស់គេឲ្យចូលនៅក្នុងខ្លួនវិញបន្ទាប់មកបរិះម្នាក់នឹងបងប្អូនហើយគូរត់មួយទំហឹងសឹងថាបុករបងទៀមស្រានឹងទៀតផងញាប់បញ្ញាលទៅផ្ទះរបស់គេវិញប្រឡេកមកមើលទស្សនភាពក្នុងទៀមស្រាវិញបន្ទាប់ពីក្រុមក្មេងទំនើងឬក៏ក្មេងដែលបង្កហិង្សានៅក្នុងភូមិជាច្រើនអ្នកនោះភ័យរត់បាក់ស្បាត្រឡប់ទៅផ្ទះរៀងខ្លួនហើយម្ចាស់ទៀមគឺហាក់បីដូចជាសប្បាយរីករាយខ្លាំងណាស់ថ្លៃស្រាឪជុំរួមទាំងថ្លៃទឹកតែរបស់អ៊ំច័ន្ទគឺគេមិនគិតលុយនោះទេថែមទាំងជូនស្រាឪជុំថែមទៀតផងនិងមានត្រីងៀតក៏ដូចជាសាច់មាន់ប្រឡាក់ដែលគេហាលទុកជាច្រើនថ្ងៃយកមកខ្ចប់ឲ្យអ៊ំច័ន្ទនិងឪជុំទុកធ្វើដំណើរសកូហូបនៅតាមផ្លូវទៀតផងហើយរឿងរ៉ាវដែលឪជុំធ្វើថ្ងៃនេះគឺជួយគេមិនស្ទើរនោះទេដោយដកបន្លាដែលស្អិតនៅក្នុងទ្រូងច្រើនឆ្នាំចេញឲ្យគាត់អញ្ចឹងដែរណៃលោកអ៊ំទាំងពីរគឺគាត់មិនចង់ទទួលរបស់ពីម្ចាស់ទៀមនឹងទេក៏ប៉ុន្តែម្ចាស់ទៀមនឹងគឺបង្ខំគាត់ខ្លាំងពេកគឺទោះបីជាឪជុំមិនយកក្តីក៏គាត់នៅតែយករបស់នឹងទៅចងពយោនៅដៃកង់ដែរទោះបីយកឲ្យគាត់វិញក៏គាត់មិនយកដែរដោយសារតែនេះគឺជាទឹកចិត្តរបស់គាត់ជូនទៅកាន់ពុកជុំក៏ដូចជាអ៊ំច័ន្ទចំណែកលោកអ៊ំទាំងពីរវិញអំឡុងពេលម៉ោង2ជាងចូលជិតម៉ោង3ពួកគាត់ក៏នាំគ្នាធ្វើដំណើរចេញពីភូមិនឹងតែម្ដងទៅមិនយូរប៉ុន្មានលោកអ៊ំទាំងពីរនាក់ក៏មកដល់នៅកន្លែងភូមិផ្សេងមួយទៀតហើយភូមិនឹងមើលទៅដូចជាព្រៃក្រាស់ខ្លាំងមែនទែនបន្ទាប់ពីមកដល់គិនឹងភូមិរបស់គេនឹងច័ន្ទគាត់ក៏បានងើយមុខឡើងលើត្របាញ់ភ្នែកមើលទៅលើពពកពេលដែលសម្លឹងទៅគាត់ក៏ឃើញថាមេឃនឹងបន្តិចទៀតមិនយូរមិនឆាប់ប្រកាសជាភ្លៀងដោយសារតែសុទ្ធតែពពកទឹកនៅព័ទ្ធជុំវិញនៅម្ដុំដែលគាត់ជិះកង់នឹងពេលហ្នឹងគាត់ក៏បាននិយាយប្រាប់ឪជុំថាឪជុំអើយជិះកង់ឲ្យលឿនបន្តិចទៅអាងទៅរកវត្តវាគីឡូនៅខាងមុខមានទីវត្តអារាមឲ្យយើងចូលស្នាក់នៅទីនោះប្រសិនបើធ្វើដំណើរយឺតយ៉ាវតែបន្តិចប្រកាសណាស់នឹងត្រូវភ្លៀងទៅទឹកអស់ហើយមើលមេឃទៅគឺដឹងហើយសុទ្ធតែពពកទឹកតែម្ដងឪជុំស្ដាប់ឮហើយគាត់ក៏ចាប់ផ្ដើមបង្កើនល្បឿននៅក្នុងការធ្វើដំណើរដោយជើងឡើងញាប់ឆ្មិញតែម្ដងពីក្នុងការធាក់កង់បន្ទាប់ពីឃើញឪជុំជិះកង់លឿនពេកអ៊ំច័ន្ទក៏បាននិយាយពីខាងក្រោយថាល្មមបាត់ហើយជុំអើយឯងនៅតែជិះកង់បែបនេះទៀតមិនមែនភ្លៀងមិនតាន់ទេថែមទាំងរកកន្លែងជ្រកភ្លៀងមិនបានទៀតផងពេលហ្នឹងឪជុំក៏ឆ្ងល់ហើយគាត់និយាយមកកាន់អ៊ំច័ន្ទវិញថាយីអានេះនិយាយស្ដីអីប្លែកៗបែបហ្នឹងដូចជាមិនត្រូវរឿងសោះអញខំជិះកង់ឲ្យលឿនដើម្បីកុំឲ្យមេឃភ្លៀងតាន់បែរជាឯងនិយាយថារកកន្លែងជ្រកភ្លៀងមិនបានទៅវិញហើយវាមានន័យដូចម្ដេចបានឯងនិយាយបែបហ្នឹងឲ្យជួយប្រាប់អញផងអញ្ចឹងអ៊ំច័ន្ទគាត់ស្ដាប់ឮហើយគាត់ក៏បានសើចចំអកមកកាន់ឪជុំដោយគាត់និយាយថាឯងនេះឆ្លាតកន្លះជីវិតទៅហើយក៏ប៉ុន្តែនិយាយបែបនេះបែរជាគិតមិនឃើញគិតមិនយល់ធ្វើជាល្ងងទៅវិញអញមិនចង់ជឿទេនេះអញនិយាយនឹងបានន័យថាកង់របស់ឯងឲ្យឃើញទេចង្វាក់វាធូរប្រសិនបើឯងនៅតែប្រឹងធាក់ជើងឡើងញាប់ស្មិញបែបហ្នឹងខ្លាចថាវារុះចង្វាក់ចូលទៅក្នុងលីតយើងគ្មានឧបករណ៍សម្រាប់ធ្វើកង់ទេប្រកាសណាស់កាលណាតែកង់របស់ឯងវាខូចយើងនឹងត្រូវផ្អាកដំណើរនៅក្នុងការធ្វើដំណើរចុះបណ្ដាកង់
ហើយនេះការធ្វើដំណើររបស់យើងគឺវាកាន់តែយឺតលើសដើមទៅទៀតបានតែអញប្រាប់ឯងបែបហ្នឹងចំណែកឲ្យជុំវិញនៅរំពេចនឹងដែរបន្ទាប់ពីស្ដាប់បំចាន់ហើយគាត់ក៏សើចគាត់ថាមែនតាអញគិតអត់ឃើញទេអញ្ចឹងអញបន្ថយល្បឿនហើយអញខ្លាចចង្វាក់នេះវារុះចូលលីតបើមិនចឹងទេវីវដោយឯងនិយាយពិតមែនងាកមកមើលទិដ្ឋភាពទៅលើផ្ទៃមេឃវិញគណៈពេលដែលលោកអ៊ំទាំងពីរនាក់កំពុងតែជជែកគ្នាមិនទាន់បាត់មាត់បាត់កផងស្រាប់តែភ្នែករំទោលគឺវាបាញ់ពេញមេឃតែម្ដងបណ្ដាលឲ្យអ៊ំច័ន្ទរួមទាំងពុកជុំម្នាក់ក៏នាំគ្នាបុកពោះមែនតែនដោយសារតែតំបន់ព្រៃហើយតំបន់ព្រៃនេះភាពសោតបងប្អូននឹងស្រាប់ហើយគឺតែងតែមានដើមឈើធំជាច្រើនហើយដើមឈើធំទាំងអស់នោះគឺពោពេញទៅដោយជាតិដែកវាងាយនឹងមានប្រតិកម្មជាមួយនឹងរន្ទះខ្លាំងណាស់ស្រួលមិនស្រួលអីហ្នឹងខ្លាចថាវាស្រូបរន្ទះមករកពួកគាត់ទាំងពីរនាក់ទៀតផងដូចនេះអ៊ំច័ន្ទជីកង់ពីក្រោយពុកជុំបណ្ដាគឺគាត់ទន្ទិញបល័យមុនគាថាបណ្ដាហើយបល័យមុនគាថានេះបងប្អូនក៏អាចយកទៅសូត្របានគ្រប់តែគ្នាផងដែរហើយស័ក្តិសិទ្ធិខ្លាំងណាស់ដោយសារជាមុនគាថាដែលដកចេញពីពុទ្ធគុណក្នុងធម៌របស់ព្រះសម្មាសម្ពុទ្ធដោយអ៊ំច័ន្ទគាត់ជិះបណ្ដាទន្ទិញបណ្ដាថាសុគតោរហូតតតែភ្នែករន្ទោលទាំងអស់នោះវារសាយទៅបាត់ម្ដងបន្តិចអ៊ំច័ន្ទគាត់មិនសូត្រនៅមុនគាថានេះបន្តទៀតចំណែកពុកជុំវិញគឺគាត់មិនសូត្រអ្វីទាំងអស់គាត់គិតតែពីញញឹមដាក់អ៊ំច័ន្ទតែម្ដងគណៈពេលដែលឮអ៊ំច័ន្ទសូត្រនៅមុនគាថាមួយហ្នឹងដោយពុកជុំនិយាយថាអាចារ្យអើយអញមិនបាច់សូត្រទេមើលទៅបាលីនេះពេលណាដែលឯងសូត្រគឺជួយឃុំក្លងបានទាំងអញដែរហើយចំណែកពុកច័ន្ទវិញគាត់ក៏តបទៅកាន់ឪជុំថាវាពិតមែនហ្នឹងដោយសារតែមុនគាថានេះធ្លាប់ប្រើច្រើនណាស់មកហើយគឺប្រកែកស័ក្តិសិទ្ធិពិតមែនសម្បីតែចូលសមរភូមិសង្គ្រាមបាញ់ជាមួយនឹងទ័ពថៃក៏គ្មានរបួសស្នាមអីដែរគឺប្រកែកស័ក្តិសិទ្ធិពិតមែនហើយរឿងរ៉ាវទាំងអស់នេះមិនមែនថាឲ្យបងប្អូនទាំងអស់គ្នាជឿទាំងស្រុងនោះទេក៏ប៉ុន្តែពាក្យខ្មែរយើងតែងតែនិយាយថាអាគមសមយុទ្ធនឹងឯងមានន័យថាកាលណាតែយើងចេះនៅមុនគាថាពេលខ្លះរិស័យរបស់យើងស្រុតចុះត្រូវស្លាប់ពេលដែលសូត្រមុនគាថាទៅក៏អាចជួយយឹតយងជីវិតរបស់យើងឲ្យបានផុតមួយគ្រាផងដែរដូចនេះជំនឿខ្មែរបុរាណយើងតែងតែជឿលើមុនអាគមគាថានឹងឯងក្រឡេកមកមើលដំណើរលោកអ៊ំទាំងពីរឯនេះវិញគណៈពេលដែលពួកគាត់ជិះកង់មកដល់កន្លែងដើមឈើធំពីរដើមមេឃក៏ចាប់ផ្ដើមសម្រក់ទឹកភ្លៀងមកប៉ះនឹងស្បែករបស់ពួកគាត់ម្ដងបន្តិចយូរទៅរលឹមកាន់តែក្រាស់ឡើងរបៀបថារកភ្លៀងខ្លាំងក៏ប៉ុន្តែមិនទាន់ធ្លាក់មកខ្លាំងនៅឡើយទេត្រឹមតែរលឹមផ្សែងក្រូចតិចតែប៉ុណ្ណោះតបពីមេឃបង្អភ្លៀងម្ដងបន្តិចបែបហ្នឹងឪជុំរួមទាំងអ៊ំច័ន្ទម្នាក់គឺភ័យមែនតែនក៏បានយកថង់កស៊ូយកមកពីផ្ទះរៀងខ្លួនយកមកទទួលការពារទឹកអីវ៉ៃអវ៉ាន់រួមទាំងមហូបហែបដែលដាក់មកតាមខ្លួននោះលុះមិនយូរប៉ុន្មានលោកអ៊ំទាំងពីរនាក់ក៏ជិះកង់មកដល់ចំការពោតមួយពេលដែលមកដល់ទីហ្នឹងក៏ប្រទះឃើញខ្ទមឫស្សីដែលមានសភាពទ្រុឌទ្រោមពេលដែលឃើញដូចនេះឪជុំក៏ដូចជាអ៊ំច័ន្ទក៏ជិះកង់បណ្ដាពិភាក្សាគ្នាបណ្ដាដោយគាត់និយាយថាអាចារ្យអើយឥឡូវគួរតែចូលសម្រាប់នៅក្នុងផ្ទះនេះឬក៏អត់យើងរកមើលឈើណាដែលវាមិនតន់ពុកផុយយកមកទល់ទៅគីឡូបានស្នាក់នៅរួចមួយយប់ណាមួយឥឡូវក៏មេចាប់ផ្ដើមងឹតហើយដែរម្យ៉ាងទៀតភ្លៀងបើតាមអញគិតបន្តិចទៀតនឹងធ្លាក់មកច្រើនហើយតនឥឡូវភ្លៀងមិនតន់មកដល់ខ្លាំងយើងចូលទៅក្នុងខ្ទមឫស្សីនេះរៀបចំកន្លែងសម្រាប់ស្នាក់នៅយប់នឹងទៅអ៊ំច័ន្ទវិញពេលដែលឮពុកជុំនិយាយបែបហ្នឹងគាត់ក៏មិនបាននិយាយបដិសេធអីដែរណាមួយគាត់ទាំងពីរនាក់រកតែកន្លែងសម្រាប់ហ្នឹងឲ្យតែបានឃើញគឺសប្បាយចិត្តណាស់ទៅហើយពេលដែលទៅដល់ភ្លាមឪជុំគាត់ក៏បានបកកង់របស់គាត់ចូលទៅខាងក្នុងផ្ទះរបស់គេហ្នឹងរបៀបថាផ្ទះខ្ទមហ្នឹងពេលដែលទៅដល់គាត់ក៏ចាប់ផ្ដើមរើមើលកំណាត់ឈើណាដែលវានៅរៀងរឹងមាំអីគាត់ក៏លើកយកមកទួលហើយយកខ្សែដែលគេចងពីមុនមិនតាន់ពុកផុយអីហ្នឹងយកមករុំឡើងវិញបន្ទាប់មកទៀតគាត់ក៏យកកំរាលដែលគាត់យកទៅពីផ្ទះហ្នឹងយកមកក្រាលដេករួមទាំងមានចង្កៀងម៉ាំងសុងមួយទៀតផងដើម្បីទុកឲ្យបំភ្លឺនៅពេលយប់បន្ទាប់ពីពួកគាត់ទាំងពីរនាក់រៀបចំរួចល្បាក់ប្រហែលជា15នាទីក្រោយមកមេឃក៏បង្អោរភ្លៀងមកពិតមែនពេលដែលភ្លៀងហ្នឹងគឺខ្លាំងមែនតែនសឹងថាផ្ទះខ្ទមហ្នឹងសឹងថាផើតចេញពីគ្នាតែជាសំណាងគឺវាអត់អី
បើមិនដូចនោះទេលោកអ៊ំទាំងពីរនាក់ប្រកាសណាស់នឹងវេទនាចាក់ជាមិនខានឡើយពីព្រោះថាកន្លែងដែលគាត់នៅនឹងគឺជាចំការមិនមែនជាភូមិរបស់អ្នកស្រុកទេលុះប្រហែលជាម៉ោង6កន្លះមេឃមិនទាន់ងងឹតខ្លាំងអីទេលោកអ៊ំទាំងពីរនាក់គាត់ក៏បានបបួលគ្នាចូលទៅក្នុងចំការពោតដើម្បីរកមើលពោតណាដែលចាស់ចាស់ល្មមគ្រាន់នឹងយកមកអាំងដើម្បីហូបចំអែតកាពះនៅពេលល្ងាចពេលដែលចូលទៅដល់ចំការពោតភ្លាមគាត់ក៏មានឃើញពោតចាស់ចាស់ជាច្រើនហើយសុទ្ធតែជាពោតក្រហមទៀតផងពួកគាត់ក៏នាំគ្នាកាច់ម្នាក់5ផ្លែយកមកហូបតែត្បិតអីក្នុងអំឡុងពេលដែលឪជុំកាច់ពោតរបស់គេក្នុងចំការហ្នឹងពីរអ្នកអ៊ំច័ន្ទបានតែម្នាក់2ផ្លែទេស្រាប់តែមានធំក្លិនស្អុយឲ្យងងដូចជាសាកសពដែលគេយកទៅប្លង់ចោលនៅក្នុងចំការពោតនឹងផងដែរពេលហ្នឹងឪជុំគាត់ក៏ឆ្ងល់ថាយីអាចារ្យហើយមានចាប់ផ្លឹកថានៅទីនេះមានធំក្លិនឆ្អេះឆ្អាបក៏ដូចជាក្លិនស្អុយរលេះរលួយទេចំណែកលោកអ៊ំច័ន្ទវិញពេលដែលឮឪជុំសួរបែបហ្នឹងគាត់ក៏ចាប់ផ្ដើមហិតមើលតាមក្លិនដែលឪជុំនិយាយពេលដែលហិតទៅគឺធំពិតមែនសង្ឃថារំពេចនឹងអ៊ំច័ន្ទទ្រាំមិនបាននោះទេប្រុងតែរត់ចេញក្រៅចំការមកក្អួតនៅខាងក្រៅហើយក៏ប៉ុន្តែត្រូវបានឪជុំខាត់តន់បន្ទាប់ពីធំក្លិនទាំងអស់នឹងរួចហើយពុកជុំក៏បានប្រោមច័ន្ទថាកុំទៅខ្វល់អីស្វាកាច់ពោតឲ្យលឿនៗទៅអាងនឹងចេញទៅវិញតែមិនបញ្ញាបញ្ញាទេប្រហែលជាក្អួតបែកប្រមាត់នៅទីនេះហើយមើលទៅពេលដែលនិយាយប្រាប់អ៊ំច័ន្ទរួចហើយពុកជុំគាត់ក៏ស្រវាកាច់ពោតរបស់គេថែម3ផ្លែទៀតនិយាយទៅលោកអ៊ំទាំងពីរគាត់កាច់ម្នាក់5ផ្លែតែរំពេចភ្លាមនឹងស្រាប់តែអំឡុងពេលដែលឪជុំក៏ដូចជាអ៊ំច័ន្ទកាច់ពោតនៅក្នុងចំការនឹងថែមតែ3ផ្លែទេស្រាប់តែអ៊ំម៉ាល់មិនដឹងមកពីណាស្រាប់តែមួយវងធំវាដេញតិចពុកជុំរួមទាំងអ៊ំច័ន្ទម្នាក់សឹងថារត់ចោលពោតអស់ទៅហើយចេះសំណាងពេលដែលគាត់កាច់ពោតភ្លាមគាត់យកចូលទៅក្នុងថ្នាក់កម៉ាចងជាប់បើកុំអីហ្នឹងប្រហែលជាម្នាក់គ្មានទៅបានពោតហូបអីទេដោយសារតែអ៊ំម៉ាល់ដេញហើយអ៊ំម៉ាល់ទាំងអស់ហ្នឹងវិញគឺវាចម្លែកខ្លាំងណាស់វាមិនមែនដេញតែអ៊ំច័ន្ទក៏ដូចជាពុកជុំនៅកន្លែងចំការនោះទេគឺវាដេញមកដល់ផ្ទះខ្ទមដែលទុកចោលនឹងទៀតផងពេលដែលមកដល់ភ្លាមហើយសត្វអមល់ទាំងអស់នោះនៅតែតាមពុកជុំគាត់គិតផ្លឹកថាប្រហែលជាមិនមែនសត្វអមល់ធម្មតាទេអាចារ្យបើសិនជាសត្វអមល់ព្រៃធម្មតាមែនវាដេញយើងផុតតែចំការ4 10 20ម៉ែត្រ30ម៉ែត្រអីហ្នឹងគឺវាលែងតាមហើយក៏ប៉ុន្តែនេះពីផ្ទះខ្ទមនេះទៅចំការដូចជាវារឿងឆ្ងាយគួរសមដែរបើតាមពិនិត្យនឹងគិតឲ្យម៉ត់ចត់ទៅដូចជាវាខុសប្រក្រតីមើលទៅមិនធម្មតាទេអាចារ្យអើយចំណែកអ៊ំច័ន្ទវិញគ្រាន់តែឮបែបនេះដំបូងគឺពីអ្នកពុកជុំគាត់ឈរនៅខាងមុខខ្ទមទេបន្ទាប់ពីស្ដាប់ពុកជុំនិយាយរួចអ៊ំច័ន្ទក៏ទាញដៃពុកជុំចូលទៅក្នុងខ្ទមនឹងបញ្ញាបញ្ញាលបន្ទាប់មកក៏បោះពោតហ្នឹងទៅដីចោលមួយរំពេចតែម្ដងបន្ទាប់មកអ៊ំច័ន្ទក៏ខ្សឹបនិយាយដាក់ពុកជុំថាអាជុំអើយតាមពិតទៅចំការនេះគឺគេចងស្នឹងហើយគេដាក់អំពើអំពាន់ទៀតផងហើយរបស់ដែលមកតាមយើងនេះមិនមែនជារបស់ធម្មតាទេគឺរបស់ដែលគេប្រើឲ្យមកយករបស់គេទៅវិញនឹងឯងហើយមុនហ្នឹងយើងខុសពិតមែនយើងទៅកាច់របស់គេក៏ប៉ុន្តែសម្បីតែពាក្យគូសំស្រែកសុំម្ចាស់ចំការគេក៏គ្មានដែរមើលទៅប្រហែលជាគេមកតាមពិតមែនក្រឡេកមកកាន់ឲ្យជុំវិញគណៈពេលដែលលឺអ៊ំច័ន្ទនិយាយបែបហ្នឹងគឺគាត់មិននិយាយសាំញ៉ាំច្រើនហើយគិតច្រើនអីនោះទេក៏បានដើរចេញទៅខាងមុខខ្ទមឫស្សីហ្នឹងបន្ទាប់មកគាត់ក៏ចាប់ផ្ដើមចាយ័ន្តដាក់នៅជុំវិញផ្ទះដោយគាត់យកដុំដីដែលនៅខាងមុខខ្ទមហ្នឹង8ដុំហើយក៏សូត្រនមន្តគាថាបន្ទាប់ពីសូត្រនមន្តគាថាពុទ្ធគុណរួចគាត់ក៏បោះជុំវិញខ្ទមហ្នឹងបន្ទាប់ពីគាត់ធ្វើកិច្ចរួចស្រាប់តែអមាល់ទាំងអស់ហ្នឹងវាចូលមិនរួចទេបានត្រឹមតែហោះបុកជុំវិញខ្ទមនឹងតែប៉ុណ្ណោះគឺគាត់ឈរមើលឃើញស្ដែងនឹងភ្នែកពិតមែនពេលហ្នឹងទើបគាត់ជាក់ច្បាស់ថារបស់ដែលប្រើមកហ្នឹងគឺរបស់ដែលគេមកតាមយករបស់គេទៅវិញពិតមែនមិនមែនជាអមាល់ព្រៃអីទេបើអមាល់ព្រៃប្រហែលជាវាត្រឡប់ទៅរកសម្បុកកន្លែងរស់នៅរបស់ពួកវាវិញហើយវាមិនមែនមកតាមស្អិតបែបនេះឡើយចំណែកអ៊ំច័ន្ទវិញគណៈពេលដែលពុកជុំបណ្ដេញសัตว์អមាល់ទាំងអស់នោះត្រឡប់ទៅវិញគឺគាត់ចាប់ផ្ដើមមានអារម្មណ៍ថាព្រឺសបល់ខ្ញាក់តែម្ដងហាក់បីដូចជាមានអ្វីកំពុងតែលួចឬក៏ឃ្លាំមើលគាត់ពីចម្ងាយឯនឹងពុកជុំក៏បាននិយាយទៅកាន់អ៊ំច័ន្ទថាអាយមិនបាច់គិតច្រើនទេអាច័ន្ទណាមួយរឿងទាំងអស់នេះមិនមែនជួបតែម្ដងឯណាគឺរាប់ភ្លេចទៅហើយអារឿងសាក់របៀនគ្នានេះហើយឥឡូវអញហៅហើយវើយចូលទៅខាងក្នុង
ស៊ីអីសិនទៅបើមិនដូចនោះទេកុំថាឡើយគេប្រើរបស់មកសំបីតែកម្លាំងសូត្រមន្តគាថាទប់របៀនគេនឹងក៏គ្មានផងបន្ទាប់ពីពិភាក្សាគ្នារួចលោកអ៊ំទាំងពីរនាក់ក៏បានដើរចូលទៅក្នុងខ្ទមឫស្សីវិញពេលដែលចូលទៅស្រាប់តែពេលហ្នឹងអ៊ំច័ន្ទគាត់ក៏ជីកវៃមែនតែនដូចមាននរណាកំពុងតែដើរជន់មែកឈើនៅក្បែរផ្ទះខ្ទមនឹងសឡំប្រុសពេលហ្នឹងគាត់ក៏បានប្រាប់ទៅកាន់ឪជុំថាចូលទៅមុនសិនទៅអញ្ចឹងអញទៅនោមបន្តិចលេចនោមណាស់វើយហើយបន្នោមដាក់កន្លែងនេះក៏លោឆ្អេះយប់នឹងដេកវាមិនលក់ហើយឪជុំវិញថាទៅអញ្ចឹងឆាប់ត្រឡប់មកវិញចាំមកវិញចាំបង្កាត់ភ្លើងដុតពោតនេះផងវើយអ៊ំច័ន្ទវិញពេលដែលលឺអញ្ចឹងគាត់ថាអញទៅមកផ្លេតទេនោមតែបន្តិចសោះក៏ផ្ដាំច្រើនម្លេះបន្ទាប់ពីនឹងទៀតគាត់ក៏បានរត់ចេញមកខាងក្រៅខ្ទមយ៉ាងលឿនពេលដែលមកដល់អ៊ំច័ន្ទក៏ចាប់ផ្ដើមត្របាញ់ភ្នែកសម្លឹងទៅមើលបរិវេណជុំវិញផ្ទះរកសម្លេងដែលជន់មែកឈើ2-3ដងនោះពេលហ្នឹងក៏មិនឃើញមានអ្វីខុសប្រក្រតីដែរឲ្យស្ងាត់ឲ្យជ្រងំឃើញតែសម្លេងខ្យល់បក់ប៉ះនៅលើគុំស្មៅតែប៉ុណ្ណោះបន្ទាប់ពីមិនឃើញបែបហ្នឹងគាត់ក៏បានដើរត្រឡប់ចូលមកខាងក្នុងវិញតែអំឡុងពេលដែលគាត់ដើរចូលមកខាងក្នុងហ្នឹងស្រាប់តែមានដំបងប្រហែលជាប្រវែងថ្នាំងដៃកូនក្មេងទេគឺហោះធ្លាក់ក្បែរគាត់តែម្ដងពេលដែលហោះធ្លាក់ក្បែរគាត់ហ្នឹងអ៊ំច័ន្ទគាត់ក៏បានកលេចខ្លួនមើលមកខាងក្រោយយ៉ាងលឿនហើយក៏សួរថាពីណាគេគប់នឹងពីណាគេគេក៏ស្រែកលឺបែបហ្នឹងក៏ផ្អើលទៅដល់ឪជុំដែលកំពុងតែអង្គុយនៅខាងក្នុងហ្នឹងគាត់ក៏បានដើរចេញមកខាងក្រៅពេលដែលដើរចេញមកក៏សួរមកកាន់អ៊ំច័ន្ទថាមុននឹងឯកាស្អីអាចារ្យបានតែនិយាយថាពីណាគប់ឯងហ្នឹងហើយឪជុំពេលដែលសួររួចគាត់ក៏សម្លឹងមើលរបស់ដែលធ្លាក់ក្បែរអ៊ំច័ន្ទហ្នឹងបន្ទាប់មកគាត់និយាយថាគ្រាន់តែមេឈើប៉ុណ្ណឹងសោះស្រែកឡើងផ្អើលដល់អញនៅខាងក្នុងមើលតែដូចវាជួព្រឹងអីម្យ៉ាងអញ្ចឹងអានេះវើយអ៊ំច័ន្ទវិញនៅគណៈពេលដែលឮឪជុំនិយាយបែបហ្នឹងគាត់ក៏ប្រាប់ចំតែម្ដងដោយគាត់និយាយថាមុនហ្នឹងអញមិនទាន់បានប្រាប់ឯងដោយសារតែវាមិនច្បាស់គណៈពេលដែលអញកំពុងតែអង្គុយខាងក្នុងហ្នឹងអញឮដូចមាននរណាកំពុងតែដើរចូលមកក្នុងខ្ទមនេះឮសម្រាប់ជើងក្បែរនឹងដែរទេឮដើរជន់មេឈើងាប់ទៅសូលឡើងប្រុសឡើង2-3ដងហើយបន្ទាប់ពីអញចេញមកខាងក្រៅរកមើលក៏មិនឃើញដែរឃើញតែខ្យល់បក់ប៉ះមកលើចុងស្មៅតែប៉ុណ្ណោះបន្ទាប់ពីរកអ្វីមិនឃើញអញក៏ដើរចូលត្រឡប់មកក្នុងខ្ទមវិញក៏ប៉ុន្តែស្រាប់តែមេឈើនេះហើយមើលមិនដឹងធ្លាក់មកពីណាទេក្បែរខ្លួនអញតែម្ដងហើយបើធ្លាក់មកពីលើនៅខាងលើយើងនេះគ្មានដើមឈើឯណាហើយបើធ្លាក់មកពីខាងដូចជាមិនសមនោះទេអញមើលទៅដូចជាចម្លែកខ្លាំងណាស់ជុំចំណែកឪជុំវិញពេលដែលលឺអ៊ំច័ន្ទនិយាយបែបហ្នឹងគាត់ក៏បានអោនទៅខាងក្រោមរើសមែកឈើនោះតែម្ដងពេលដែលគាត់រើសភ្លាមគាត់ក៏ទាញមែកឈើនោះមកក្តាប់យ៉ាងណែននៅក្នុងដៃស្ដាំរបស់គាត់នឹងបន្ទាប់មកក៏ចាប់ផ្ដើមស្មឹងស្មាតសូត្រនិមន្តគាថាពេលដែលសូត្ររួចមែកឈើដែលធ្លាក់ក្បែរអ៊ំច័ន្ទវាមិនមែនជាមែកឈើដូចពីមុនដែលអ៊ំច័ន្ទឃើញនឹងភ្នែកនោះទេក៏ប៉ុន្តែវាជាប្រភេទឆ្អឹងអ្វីមួយយ៉ាងមានសភាពរាងរឹងពុកផុយបន្តិចបន្តួចហើយមានដង្កូវច្រោះទៀតផងនិយាយទៅសភាពរបស់ឆ្អឹងនឹងគឺគួរឲ្យខ្លាចហើយមានក្លិនឆ្អេះឆ្អាបសាយភាយពេញតែខ្ទមតែម្ដងបណ្ដាលឲ្យពុកជុំនិងអ៊ំច័ន្ទម្ដងនេះមិនក្អួតក៏មិនកើតដែរពួកគាត់បន្ទាប់ពីទទួលរងនៅក្លិនវាយប្រហារភ្លាមម្នាក់គឺក្អួតចង្អោរឲ្យព្រាតតែម្ដងនិយាយទៅគឺទប់មិនជាប់នោះទេតពីពួកគាត់ទាំងពីរនាក់ក្អួតរួចឪជុំក៏ប្រញាប់ប្រញាល់រត់ចូលមកក្នុងខ្ទមចាស់នឹងវិញបន្តមកទៀតក៏ទាញថង់យាមរបស់គាត់យកមកស្ពាយជាប់នឹងខ្លួនចំណែកអ៊ំច័ន្ទក៏ដូចគ្នាដែរក៏ប៉ុន្តែមិនមែនបានន័យថាស្ពាយហើយក៏រត់ចេញពីខ្ទមនេះទេគ្រាន់តែគាត់ទាំងពីរនាក់ចាប់ផ្ដើមចងសមានឹងការពារបន្ថែមទៀតពីព្រោះថាអ្វីដែលគេប្រើមកនេះអាចទម្លុះសមារបស់ឪជុំបានដូចនេះអ្នកដែលប្រើមិនមែនល្មមគេធ្វើបាននោះទេគឺសុទ្ធតែអ្នកតាន់អ្នកខ្លាំងតែម្ដងហើយនៅអំឡុងពេលនឹងដែរលោកអ៊ំទាំងពីរនាក់គាត់មិនមែនចងសមាតែឪជុំម្នាក់ឯងទេគឺអ៊ំច័ន្ទគាត់ចូលរួមដែរដោយប្រើវិជាផ្គុំធាតុនៅក្នុងការសូត្រមន្តគាថាចងសមាអាគមជុំវិញខ្ទមការពារគេប្រើរបស់ផ្សេងមកទៀតហើយតែរបស់ទី1មកបានហើយខ្លាចថារបស់ទី2វាមកជាបន្តបន្ទាប់ដូចនេះអ៊ំច័ន្ទគាត់ក៏ចងសមាការពារជាមួយនឹងឪជុំតែម្ដងពីព្រោះថា2វាប្រសើរជាង1វាប្រៀបបានដូចជាកម្លាំងមនុស្សម្នាក់គឺវាមិនខ្លាំងដូចជាមនុស្ស2នាក់នោះទេបន្ទាប់ពីការចងសមារួចពុកជុំក៏បាននិយាយទៅកាន់អ៊ំច័ន្ទថា
ម្ដងនេះវាលែងអីហើយវើយអញទុកចិត្តប្រសិនបើវានៅតែហ៊ានប្រើមកទៀតអញក៏មិនអត់ឱនឲ្យដែរបើមិនបកទៅវិញទេវាមិនដឹងថាយើងជាមនុស្សបែបណាហើយមានវិជាកម្រិតណានោះទេអ្វីដែលគេប្រើមកសុទ្ធតែគេសាកតែប៉ុណ្ណោះបើមិនឲ្យវាភ្លឺភ្នែកខ្លះវាធ្វើមិននឹងបើកភ្នែករួចទៅវានៅនឹងងងឹតដដែលទេនៅរំពេចនឹងបន្ទាប់ពីពុកជុំនិយាយជាមួយនឹងអ៊ំច័ន្ទចប់គាត់ក៏បានទាញនៅត្រឡប់ហើយមានចង្កូមខ្លាមួយគូនៅក្នុងត្រឡប់កមួនរបស់គាត់នឹងទៀតផងហើយគាត់យកមកសូត្រនៅមុនគាថាសូត្របណ្ដាគឺអង្អែលបណ្ដាបន្ទាប់ពីសូត្រចប់គាត់និយាយថាអាកូនឪមិនដែលប្រើកូនទេគឺយូរណាស់មកហើយឥឡូវពឹងពោកូនទីពីរនាក់ឲ្យទៅយាមផ្លូវឪបន្តិចបើមានអ្នកមកអីជួយទទួលហើយស្វាគមន៍គេឲ្យកក់ក្ដៅទៅកាកូនបន្ទាប់ពីឪជុំនិយាយចប់ភ្លាមស្រាប់តែស្រមោលខ្មៅពីរបានស្ទុះរត់ចេញពីក្នុងផ្ទះផ្ទមទៅយាមនៅឯមាត់របងពិតមែនពេលហ្នឹងអ៊ំច័ន្ទក៏បាននិយាយទៅសារទៅកាន់ឪជុំថាយីអានេះស្បូររបស់លេងពិតមែនវើយកូនឯងទាំងពីរក្បាលនេះមើលទៅក៏មិនណយដែរប្រហែលជាកាចខ្លាំងពេលហ្នឹងឪជុំក៏បាននិយាយបណ្ដាក៏បង្កាត់ភ្លើងដុតពោតហូបបណ្ដាបន្ទាប់មកគាត់ក៏តបទៅកាន់អ៊ំច័ន្ទថាកាចពិតមែនណាអញខានប្រើវាយូរណាស់មកហើយឥឡូវទើបតែបញ្ចេញទេថ្ងៃនេះហើយក៏ចង់សាករបស់ដែលគេប្រើមកដែរចង់ដឹងថាអ្នកប្រើមកនោះគេមានវិជាកម្រិតណាបានតែហ៊ានមកប៉ះអញហើយឯងម្ដងហើយម្ដងទៀតដូចជាឆ្កែឆ្កួតខំមិនលែងសោះវើយលោកអ៊ំច័ន្ទវិញបន្ទាប់ពីឮឪជុំនិយាយបែបហ្នឹងគាត់ក៏អង្គុយសើចឲ្យល្អឹកតែម្ដងរបៀបថាឪជុំនេះគាត់ប្រកែកនិយាយកំ ប្លែងមុខស្ងួនមែនតែនដោយគាត់និយាយមាក់ងាយអ្នកដែលប្រើរបស់នោះមកទៀតផងបន្ទាប់ពីសោចរួចរំពេចភ្លាមនឹងអ៊ំច័ន្ទក៏បានបកពោតយកមកអាំងជាមួយនឹងឪជុំអីជាធម្មតាអញ្ចឹងទៅបន្ទាប់ពីអាំងពោតប្រែមិនទាន់បាន 2-3 ត្រឡប់ជុំវិញផងនឹងស្រាប់តែឮរបស់ខំគ្នានៅខាងក្រៅសន្ធឹករបស់វាគឺស្រែកឡើងផ្អើលតែម្ដងសម្បីតែបាក់សាបាក់សីដែលវាកំពុងតែនៅលើចុងឈើក៏វាផ្អើលឈូឆរហើយចេញពីសំមុខរបស់ពូវាដែរបន្ទាប់ពីឮសូររបស់ទាំងពីរប្រយុទ្ធគ្នាប្រងប្រៅរបៀបថាដោយពួកវាកំពុងតែបោកគ្នាឲ្យមកប៉ះនៅលើលបងខ្ទមឫស្សីអញ្ចឹងដែរចំណែកពុកជុំវិញគាត់ក៏បាននិយាយទៅកាន់អ៊ំច័ន្ទថាឯខិចទេគឺគេប្រើមកទៀតពិតមែនបើអញមិនបញ្ចេញរបស់ឲ្យទៅការពារមាត់លបងទេម្លេះហើយរបស់ហ្នឹងវាចូលមកក្នុងផ្ទះទៀតពិតមែនពេលដែលលឺជុំនិយាយបែបហ្នឹងអ៊ំច័ន្ទក៏តបថាពិតមែនរបស់គេមកម្ដងនេះគឺខ្លាំងក្រនបើរបស់គេវើយមើលទៅប្រយុទ្ធមួយសន្ទុះធំហើយឮសូរតែសំឡេងបតែបតបគ្នាទេដូចជាមិនទាន់ដឹងថាខាងណាឈ្នះចាញ់ឡើយពេលហ្នឹងជុំថាមិនបាច់ភ័យទេរបស់អញមួយសិតតែសឹកល្អណាស់វើយមិនមែនចេះតែប្រើលុំឲ្យទៅទេហើយបើសិនជាអាពីរនេះវាចាញ់ក៏មានរបស់រងទៅបន្ថែមទៀតដែរហើយរបស់ចុងក្រោយនឹងដូចជាធ្ងន់បន្តិចក្រឡេកមកមើលទស្សនភាពខាងក្រៅផ្ទះខ្ទមវិញគឺសត្វអាគម4ក្បាលកំពុងតែប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញជាពិសេសគឺខ្លាខ្មៅទាំង2ក្បាលរបស់ឪជុំនឹងដែលជារបស់ដែលគាត់ប្រើសម្រាប់ទប់ទល់ជាមួយនឹងរបៀនសឹកដែលគេប្រើមកចង់យាយីនិងប្រឡាយជីវិតគាត់ក៏ដូចជាអ៊ំច័ន្ទនោះរបស់ទាំង4ប្រយុទ្ធគ្នាមិនទាន់ដឹងឈ្នះចាញ់ឡើយទេខ្លាខ្មៅរបស់ឪជុំទាំងពីរកំពុងតែឈាមហូរតាមស្បែករបស់ពូវាឲ្យរលាក់តែម្ដងចំណែករបស់គេប្រើមកនោះគឺមានសត្វក្របីខ្មៅមួយក្បាលនិងខ្លាធំមួយក្បាលដូចគ្នាដែរគឺសត្វទាំង4ក្បាលនោះកំពុងតែរងរបួសរៀងខ្លួនក៏ប៉ុន្តែម្ចាស់មិនទាន់បង្ហាញមុខនៅឡើយទេបានត្រឹមតែបង្ហាញរបស់មកពីចម្ងាយតែប៉ុណ្ណោះបន្ទាប់ពីសត្វទាំង4ក្បាលនោះវាប្រយុទ្ធគ្នាទន់ដៃទន់ជើងស្រាប់តែពេលហ្នឹងម្ចាស់វាក៏បានហៅរបស់ដែលវាប្រើមកនឹងឲ្យទៅវិញចំណែករបស់ឪជុំក៏ដូចគ្នាដែរវាមិនព្រមចោះចាញ់នោះទេគឺអាពីរនេះគឺវារឹងក្បាលពិតមែនទោះបីវាដាច់ស្បែកហូរឈាមឲ្យរលាក់ក្តីក៏ពួកវានៅតែឈរយាមនៅមាត់របងឲ្យត្រឹងតែម្ដងក្រឡេកមកមើលឪជុំរួមទាំងអ៊ំច័ន្ទវិញកំពុងតែដុតភ្លើងអង្គុយអាំងពោតខណៈពេលដែលសត្វគាត់ទាំងពីរក្បាលយកឈ្នះទៅលើរបៀនអាគមរបស់គេនោះឪជុំគឺគាត់ដឹងភ្លាមគាត់ក៏បាននិយាយប្រាប់ទៅកាន់អ៊ំច័ន្ទថាអាចារ្យអើយរបស់អញប្រហែលជាបានជ័យហើយគឺវាឈ្នះទៅលើរបស់គេហើយរបស់គេប្រហែលជារត់ហើយបានជាស្ងាត់សំឡេងបើរបស់អញចាញ់គេពិតមែនអាពីរនេះវាមកលឿនណាស់
វាមិនមែនមកសុំចុះចាញ់ទេតែវាមកសុំជំនួយនឹងឯងអ៊ំច័ន្ទឮហើយគាត់ក៏ឆ្ងល់គាត់ថាយីរបស់ឯងចេះមកសុំជំនួយទៀតបើរបស់អញវិញតែចាញ់គឺវារត់ហើយគឺវាមិនបានមកសុំជំនួយអីទេហើយឯងប្រសិទ្ធិអាចដាស់ឯងបំពុះយ៉ាងម៉េចបានជាខ្លាំងពូកែដល់ថ្នាក់ហ្នឹងជាពិសេសការបង្រៀនឲ្យធ្វើបែបណាសាងរបស់មួយជួយប្រាប់ក្បួនខ្នាតឲ្យអញផងថ្ងៃក្រោយគ្រាន់នឹងអញសុំរៀននឹងធ្វើរបស់ទុកទៀតចំណែកឲ្យជុំវិញគណៈពេលដែលលឺអ៊ំច័ន្ទសួរបែបហ្នឹងគាត់ក៏ប្រាប់ពីវិធីនៅក្នុងការសាងរបស់ទៅកាន់អ៊ំច័ន្ទបន្តិចបន្តួចដោយគាត់និយាយថារបស់មួយមិនមែនជាតែសាងទេអាចារ្យឧទាហរណ៍កូនក្រកទៅចោះតម្រាំតែយើងអាចបង្រៀនបំពោះវាឲ្យស្លូតកុំឲ្យកាចនោះយើងត្រូវការពេលវេលារាប់សិលជាពិសេសការសាងគឺយើងរើសពេលវេលាឲ្យត្រឹមត្រូវចំថ្ងៃជោគថ្ងៃជ័យនិងថ្ងៃមហិទ្ធិឫទ្ធិដែលមានអំណាចខាងប្រយុទ្ធប្រសិនបើយើងចេះតែសាងមិនបានមើលមិនបានដេញពេលវេលាឲ្យត្រឹមត្រូវទេរបស់យើងពេលដែលប៉ះរបស់គេខ្លាំងគឺទប់មិនជាប់ឡើយហើយរបស់អញឲ្យឃើញហើយសុកចិត្តងាប់នៅមួយកន្លែងក៏វាមិនចាញ់ដែររបួសបែបណាក៏នៅតែសួរប្រយុទ្ធដល់ដង្ហើមចុងក្រោយរបស់ពួកវាគឺវាមិនចេះតែរត់ប្រេះប្រាស់នោះទេនេះក៏ដោយសារតែថ្ងៃដែលយើងសាងយើងរើសចំពេលដែលរឹងពេលដែលខ្លាំងទើបពួកវាមានចិត្តដឹងចិត្តខ្លាំងបែបហ្នឹងហើយអ៊ំច័ន្ទវិញពេលដែលស្ដាប់ហើយគឺគាត់អង្គុយសិញ្ចឹកសិញ្ជឹងតែម្ដងរបៀបថាគាត់ទទួលបានចំណេះដឹងថ្មីក៏ដូចជាការសាងនៅរបស់នៅក្នុងការប្រយុទ្ធតទល់ជាមួយនឹងរបៀងអាគមខ្មៅដែលគេប្រើមកនោះបន្ទាប់ពីរឿងរ៉ាវទាំងអស់បានស្ងាត់ទៅវិញលោកអ៊ំទាំងពីរនាក់ពួកគាត់ក៏នាំគ្នាដុតពោតហូបហើយអីហើយហ្នឹងក៏គិតថានឹងចូលសម្រាកដោយសារតែពេលវេលាហ្នឹងក៏រៀងយប់ហើយដែរគឺលបាក់ចូលម៉ោង8ចូលចិត្តម៉ោង9យប់ទៅហើយក៏ប៉ុន្តែដោយសារតែការយាយីរបស់គ្រូធ្មប់ក៏ដូចជាគ្រូរបៀនខ្មៅគេមិនមែនឲ្យលោកអ៊ំទាំងពីរនាក់សម្រាប់ស្រួលនោះទេគឺគេតាមមកចង់យកជីវិតតែម្ដងបើសិនជាមិនបានក៏គេមិនឈប់ដែរបើមើលទាំងវើដែលគេប្រើមកនោះត្បិតអីគណៈពេលដែលលោកអ៊ំទាំងពីរនាក់គាត់កំពុងតែទាញកណាត់ឬក៏ទាញភួយមកដណ្ដប់ខ្លួនប្រាណនឹងស្រាប់តែឮសូរសំឡេងដូចតាណាម្នាក់កំពុងតែជះដៃគោលដាក់នៅលើសំណផ្ទះអញ្ចឹងឮសូរឡើងប្រៅក្ដុកពេលហ្នឹងឲ្យជុំគាត់ដឹងភ្លាមថាមើលទៅម្ដងនេះគេប្រើសុទ្ធតែដៃគោលមកតែម្ដងហើយហោះមកដូចជាអមល់អញ្ចឹងកាលពីថ្ងៃចំណែកលោកអ៊ំច័ន្ទវិញគណៈពេលដែលឃើញគេប្រើរបស់មកបែបហ្នឹងគាត់ក៏បានសម្លឹងមកឲ្យជុំហើយគាត់និយាយថាឥឡូវហើយសម្រាប់សិនទៅទុកឲ្យអញម្ដងបន្ទាប់ពីគាត់និយាយបែបហ្នឹងជុំក៏បានតបមកវិញថាមិនអីទេអញ្ចឹងម្ដងនេះប្រគល់ឲ្យឯងហើយក៏ប៉ុន្តែលេងឲ្យចាស់ដៃបន្តិចទៅដល់រាបណាគេមកលេងដល់កន្លែងហើយនោះបន្ទាប់ពីគាត់និយាយគ្នារួចហើយអ៊ំច័ន្ទក៏បានដើរទៅខាងក្រៅពេលដែលដើរទៅនៅខាងមុខមាត់របងរបស់គាត់នឹងគឺសុទ្ធតែដៃគោលធ្លាក់មកគោលើគ្នាតែម្ដងហើយដៃគោលនឹងមិនមែនល្អជាឯណាបងប្អូនគឺសុទ្ធតែដៃគោលជ្រេះចាប់មិនដឹងថាគេត្រាំស្អីនោះទេក្លិនដែលជះចេញពីលើដៃគោលនឹងគឺធំស្អុយខ្លាំងយកតែមែនតែនម្ដងពេលដែលគាត់ឃើញបែបហ្នឹងអ៊ំច័ន្ទគាត់ក៏បានអោនទៅខាងក្រោមច្បាមដីមួយក្តាប់បន្ទាប់មកគាត់យកមកសូត្រនៅមុនគាថាបន្ទាប់ពីសូត្ររួចគាត់ក៏បានគប់ដីដែលនៅក្នុងដៃហ្នឹងព្រាយទៅលើដៃគោលទាំងអស់ហ្នឹងស្រាប់តែមួយរំពេចទេបងប្អូនដៃគោលដែលហោះមកហ្នឹងគឺរលាយសាបសូន្យប្រៀបបានដូចជាតកកត្រូវកម្ដៅថ្ងៃអញ្ចឹងដែរតបពីឃើញរបស់នឹងរលាយបាត់អស់នោះអ៊ំច័ន្ទគាត់ក៏បានឈរនិយាយនៅខាងមុខផ្ទះខ្ទមឫស្សីនឹងថាអន់បែបហ្នឹងមិនបាច់ប្រើមកទៀតទេប្រើអាណាដែលវាធំហើយវាធ្ងន់ជាងនេះបន្តិចទៅបើគ្រាន់តែរបស់ក្មេងលេងប៉ុណ្ណឹងហើយប្រើមកដែរនោះដូចជាវាមិនសមនោះទេបើជ្រុលតែប្រើមកហើយប្រើឲ្យអារបស់ណាដែលវាស័ក្តិសមជាមួយនឹងអ្នករៀនតម្រាអាគមពិតប្រាកដបន្ទាប់ពីគាត់និយាយហើយគាត់ក៏បានរកគល់ឈើធំល្មមដើម្បីអង្គុយនៅខាងមុខផ្ទះខ្ទមដើម្បីចាំមើលថាគេនឹងប្រើរបស់អីមកទៀតហើយមែនបងប្អូនមិនទាន់បាន10នាទីស្រួលបួលទេបន្ទាប់ពីរបស់ត្រូវបានអ៊ំច័ន្ទប្រសាព្រួចគេប្រើមកពិតមែនតែប្រើមកម្ដងហ្នឹងគឺមិនមែនរបស់អន់ហើយរបស់ដែលគ្រាន់តែល្អមើលនោះទេស្រាប់តែមានព្រាយពោះធំមួយក្បាលសក់វាឡងកន្ទើងរឿងភ្នែករបស់វាគឺធំមែនតែនសឹងថាប៉ុនក៏ដៃគឺបានលៀនចេញមកខាងក្រៅពញាក់អារម្មណ៍អ៊ំច័ន្ទចំណែកអ៊ំច័ន្ទវិញហេតុថាពីមុនគាត់ធ្លាប់ចូលព្រៃឬក៏ប្រយុទ្ធនឹងប៉ះអាគមជាមួយនឹងព្រាយគ្រូដែលគេប្រើមកដែរក៏ប៉ុន្តែមិនដែលឃើញសភាពព្រាយឯណាវាមានសភាពកាយសាហាវដូចជាព្រាយនេះទេ
ហើយបាននិយាយពីមាត់វិញសង្ឃថារយៈដល់គុំកជីអំឡុងពេលដែលវាសោចដាក់អ៊ំច័ន្ទហើយអណ្ដាតរបស់វាវិញគឺវាអង្គុយនៅលើបកគោលបងបដាគឺវាទម្លាក់មកខាងក្រោមយ៉ាងវែងហើយព្រាយមួយក្បាលនេះនិយាយទៅរត់វាក៏មិនអន់ដែរដល់ថ្នាក់វាអាចសម្ដែងអភិនិហាទាំងភាពកាយសាហាវរបស់វាមកកាន់អ៊ំច័ន្ទទៀតនោះទាំងដឹងថាអ៊ំច័ន្ទនេះគឺជាគ្រូជើងចាស់តែហើយក៏ប៉ុន្តែវានៅតែថ្កើននិងហ៊ានបំពេញទៀតដូចនេះប្រហែលជាវាមិនណយនោះទេអ៊ំច័ន្ទឃើញភ្លាមគាត់ក៏បាននិយាយហៅកូនក្ររបស់គាត់ដោយគាត់និយាយថាអាកូនម្ដងនេះឪទុកចិត្តលើឯងហើយឆាប់ចេញមកទៅសំពងនាងនេះឲ្យណាណីតែម្ដងទៅឪមិនចង់ឃើញវាមករញ៉េរញ៉ៃនៅខាងមុខឪនោះទេគ្រាន់តែអ៊ំច័ន្ទនិយាយភ្លាមស្រាប់តែកូនក្រនឹងវាបានចេញពីកប៉ៅអាវខាងមុខរបស់គាត់នឹងដៃរបស់វាកាន់ដំបងប្រហែលជាបង្វែងមួយថ្នាំងដៃនៃកូនក្មេងតែប៉ុណ្ណោះវាក៏បានរត់យ៉ាងលឿនសម្ដៅទៅរកនាងព្រីសំពងសក់ធំនឹងពេលដែលទៅដល់ចិត្តបកគោលបងស្រាប់តែវាលោតពីចម្ងាយទៅសំពងនាងនឹងដល់ថ្នាក់ព្រីម្នាក់នឹងវាធ្លាក់ពីលើបកគោលបងមកខាងក្រោមមសូលនឹងឌឹបសំបីតែពុកជុំកំពុងតែអង្គុយហូបពោតនៅខាងក្នុងក៏គាត់មានការភ្ញាក់ផ្អើលដែរក៏ប៉ុន្តែពុកជុំគាត់ដឹងថាអ៊ំច័ន្ទកំពុងតែតទល់ជាមួយនឹងរបៀនគេដូចនេះគាត់ខ្ជិលចេញមកមើលណាមួយមិត្តរបស់គាត់អ៊ំច័ន្ទនឹងជាសិស្សរួមគ្រូគឺគាត់ដឹងពីសមត្ថភាពពិតប្រាកដហើយមិនបាច់គាត់ចេញមុខក៏គាត់ជឿលើអ៊ំច័ន្ទដែរហើយមនុស្សអ៊ំច័ន្ទនេះបងប្អូននឹងស្រាប់ហើយកាលពីជំនាន់ដែលគាត់ដើរជាមួយអ៊ំយាអ៊ំយ៉តរួមទាំងនីដាមនឹងគឺបងប្អូនពិតជាជាក់ច្បាស់លើសមត្ថភាពរបស់គាត់ជាពិសេសគឺវិជាដែលគាត់តែងតែយកឈ្នះលើសត្រូវក៏ដូចមេចៅធំនោះគឺវិជាមួយឲ្យឈ្មោះថាអាថានក្រងផែនដីដើម្បីតែមេចៅដែលមានវិជាអាគមខ្លាំងពូកែកាប់មិនមុតដុតមិនឆេះហើយចេះនៅវិជាខ្លាំងក្លាជាងព្រាយនេះទៅទៀតនៅតោអ៊ំច័ន្ទលេងទាល់តែបះជើងចុះតម្រាំតែព្រាយមួយក្បាលត្រឹមតែរបស់គ្រូចិញ្ចឹមនោះតើអាចធ្វើឲ្យអ៊ំច័ន្ទកើតទៅងាកមកមើលការប្រយុទ្ធដ៏ស្វិតស្វាញរវាងកូនក្ររបស់អ៊ំច័ន្ទនិងព្រាយសំពងសក់ធំមួយក្បាលនេះវិញពួកវាទាំងពីរនាក់គឺព្យាយាមប្រយុទ្ធគ្នាម្ដងហើយម្ដងទៀតដោយព្រាយសំពងប្រក់ធំនោះវាព្យាយាមលានដណ្ដាតរបស់វាចេញមកក្រៅយ៉ាងវែងមករុំកូនក្ររបស់អ៊ំច័ន្ទដោយអំណាចឫទ្ធានុភាពរបស់វាគឺវាព្យាយាមប្រើមហិទ្ធិឫទ្ធិដើម្បីព្យាយាមយកឈ្នះលើកូនក្រក៏ប៉ុន្តែដោយរត់កូនក្រវិញគឺវាមិនអន់នោះទេអំឡុងពេលដែលព្រាយនេះវាលឿនអណ្ដាតមករុំខ្លួនរបស់វានោះគឺវាព្យាយាមចង់ដឹងថាព្រាយនេះវាមានឫទ្ធិអំណាចប៉ុណ្ណាគឺវាឲ្យព្រាយរុំវាតែម្ដងលុះព្រាយនោះរុំវារួចហើយស្រាប់តែវាបញ្ចេញនិងពង្រីកខ្លួនសឹងថាប៉ិនដើមថ្នោតឯនោះបងប្អូនធ្វើឲ្យអណ្ដាតព្រាយនេះរុំលែងចិត្តទៀតហើយរបូតដាច់ចេញពីគ្នាពី3កង់ទៀតផងនិយាយទៅគឺសាហាវមែនតែនរបស់អាគមប៉ះរបស់អាគមពិតជាធ្វើឲ្យអ៊ំច័ន្ទដែលជាម្ចាស់នឹងមើលហើយគឺគាត់កោតសរសើរទៅនឹងឫទ្ធិអំណាចកូនក្ររបស់គាត់ខ្លាំងណាស់គណៈពេលហ្នឹងគាត់ក៏បានហៅពុកជុំថាជុំចេញមកខាងក្រៅមើលរបស់ទាំងពីរនេះវាប្រយុទ្ធគ្នាបន្តិចមើលល្អមើលណាស់អើយដូចជាបដាលអញ្ចឹងពុកជុំស្ដាប់ឮហើយគាត់ក៏បានដើរចេញមកក្រៅភ្លាមពេលដែលមកដល់ក៏ឃើញកូនក្ររបស់អ៊ំច័ន្ទនឹងកំពុងតែបលូតដៃរបស់វាយ៉ាងវែងទៅច្របាច់កព្រីសំពងសក់ធំនឹងវិញម្ដងចំណែកព្រីនឹងវិញហេតុថាវាមានកញ្ចក់ដៃវាវែងវាក៏ចាប់ដៃកូនក្ររបស់អ៊ំច័ន្ទជាប់បន្ទាប់មកវាច្បាច់លង្ហូរឈាមឲ្យរលាក់តែម្ដងនិយាយទៅព្រីគ្រូនេះក៏មិនអន់ដែរបើតាមមើលការប្រយុទ្ធនឹងទឹកដៃរបស់វានោះណែកូនក្ររបស់អ៊ំច័ន្ទវិញគណៈពេលដែលព្រាយនឹងបានយកកញ្ចក់ចាប់ឆ្លិចសាច់របស់វាឲ្យហូរឈាមហើយនោះពេលហ្នឹងគឺវាខំមែនតែនវាក៏បានទាញដំបងដែលនៅក្នុងដៃម្ខាងទៀតហ្នឹងវាចំក្បាលព្រាយសំពងសក់ធំនឹងបណ្ដាលឲ្យបែកខ្ទេចចេញជាពីរកំណាត់តែម្ដងហើយបាននិយាយពីបរិយាកាសវិញអំឡុងពេលដែលរបស់អាគមទាំងពីរប្រយុទ្ធគ្នាគឺខ្យល់គឺសឹងថាបក់ផ្ទះស្បូវនឹងឡើងដាបដល់ដីទៅហើយក៏ប៉ុន្តែត្រូវបានពុកជុំគាត់ប្រើសីមានិករាជដើម្បីចងការពារបើកុំអីនោះប្រហែលជាផ្ទះនេះក៏ត្រូវរបើកចេញពីគ្នាដែរដោយសារតែជាផ្ទះបាក់បែកហើយជាផ្ទះខ្ទមពោពេញទៅដោយឈើពុកទៀតដូចនេះมันអាចទប់នៅសិលរបៀនរបស់អាគមទាំងពីរបាននោះទេដោយឡែកសម្រាប់ព្រាយគ្រូនោះវិញអំឡុងពេលដែលវាប្រយុទ្ធចាញ់នោះហើយស៊ីមួយដំបងកូនក្ររបស់អ៊ំច័ន្ទវាយវានោះវាក៏ចោលចាញ់បន្ទាប់មកក៏រត់ប្រញាប់ប្រញាល់ទៅរកម្ចាស់របស់វាវិញចំណែកកូនក្ររបស់អ៊ំច័ន្ទវិញវាក៏បានត្រឡប់មករកអ៊ំច័ន្ទដូចគ្នាដែរ
ក៏ប៉ុន្តែសភាពពេលដែលវាមកវិញហ្នឹងពេលអំច័ន្ទមើលទៅគឺសុទ្ធតែស្នាមឈាមតាមដៃសងខាងលើនទ្រូងរួមទាំងឆ្អឹងខ្នងដោយសារតែត្រូវក្រញ៉ាំព្រាយសំពងសក់ធំនោះខ្ញាចវាចំណែកអំច័ន្ទវិញពេលដែលឃើញដូចនេះគឺគាត់អាណិតកូនក្រអាគមរបស់គាត់ខ្លាំងណាស់ដោយគាត់និយាយថាបានឲ្យកូនចូលមកខាងក្នុងរូបសម្បករបស់ឯងវិញទៅចាំឪប្រើមុនវិជាព្យាបាលហើយឪសែនព្រេនឲ្យកូនឯងបានស៊ីចុកគ្រប់គ្រាន់មិនអីនោះទេចំណែកពុកជុំវិញនៅអំឡុងពេលហ្នឹងគាត់ក៏បាននិយាយទៅកាន់អំច័ន្ទថាអញអាណិតរបស់ឯងខ្លាំងណាស់និយាយទៅគ្នាត្រូវរបួសមិនស្ទើរនោះទេហើយឆាប់រកអីឲ្យគ្នាស៊ីផងហើយឧទ្ទិសបុណ្យកុសលឲ្យគ្នាមានឫទ្ធិមានអំណាចកាន់តែខ្លាំងឡើងបើមិនដូចនោះទេខ្លាចថាជួររបស់ក្រោយៗទៀតពិបាកនៅក្នុងការទប់ទល់ចំណែកអំច័ន្ទវិញគាត់ក៏បានតបមកកាន់ពុកជុំថាអញនឹងព្យាយាមឧទ្ទិសបុណ្យកុសលឲ្យគេឲ្យបានទទួលគ្រប់គ្រាន់ដើម្បីមានឫទ្ធិមានអំណាចនិងឆាប់ជាសះស្បើយពីរបួសលុះមួយសំទូក្រោយមកបើគិតជាម៉ោងប្រហែលជាម៉ោង11ចូលចិត្តម៉ោង12តែឮសំឡេងអកភ្នំវាស្រែកយ៉ាងលឺនៅកន្លែងចំការពោតហ្នឹងបន្ទាប់ពីឮសូរសំឡេងអកភ្នំស្រែករួចហើយស្រាប់តែឮសូរសម្រែកខ្លាធំវិញម្ដងគឺស្រែកឡើងត្រហឹងតែម្ដងបន្ទាប់ពីឮសូរសំឡេងខ្លាធំរួចហើយពុកជុំអ៊ំច័ន្ទពួកគាត់ទាំងពីរនាក់ក៏មិនបានខ្លាចញញើតអីដែរក៏នាំគ្នាដើររកមើលជុំវិញផ្ទះខ្ទមនឹងអញ្ចឹងទៅប៉ុន្តែការដែលពួកគាត់ដើររកមើលហ្នឹងក៏មិនបានប្រទះឃើញដានសត្វខ្លាឬក៏ស្រមោលរបស់វាទេនិយាយទៅគឺមិនមានតតែសោះឮសូរតែសម្រែកដែលស្រែកចេញពីចំការពោតតែប៉ុណ្ណោះពីរកមិនឃើញបែបហ្នឹងពុកជុំរួមទាំងលោកអ៊ំច័ន្ទគាត់ក៏បានដើរមកជួបគ្នានៅខាងមុខខ្ទមឫស្សីនឹងវិញពេលដែលមកដល់ខាងមុខខ្ទមឫស្សីអ៊ំច័ន្ទនិយាយថាអាចុំអើយមើលទៅរបស់នេះប្រហែលជាមកទៀតហើយពុកជុំវិញគាត់ក៏បានតបទៅកាន់អ៊ំច័ន្ទថាវាមិនអីនោះទេចង់របស់អីមកក៏មកទៅអញមិនដែលខ្វល់ទេមួយជីវិតហើយអារឿងរបស់អញ្ចឹងគឺជួបរាប់មិនអស់ទោះបីថ្ងៃនេះវាមកដោយតម្រងណាក៏ដោយអញនឹងតបទៅវិញឲ្យសមតាមបំណងអ្នកដែលវាប្រើមកនោះតែមុនហ្នឹងឯងលេងស្ទើរបន្តិចហើយបើអញវិញមុនហ្នឹងប្រហែលជាផ្ដាច់ទាំងអាម្ចាស់ដែលវាប្រើមកទៀតនោះតបពីនិយាយបែបហ្នឹងហើយណាមួយគឺចំពេលអាកាសធាតុវាចុះត្រជាក់ខ្លាំងនោះពុកជុំគាត់ក៏បានដើរចូលទៅខាងក្នុងខ្ទមឫស្សីបន្ទាប់មកក៏ទាញស្រាថ្នាំដែលដាក់យកមកជាមួយយកមកហូបដើម្បីកម្ដៅសាច់ចំណែកអំច័ន្ទក៏ដូចគ្នាដែរគាត់ក៏បានហូបស្រាជាមួយនឹងពុកជុំលក្ខណៈថាគាត់ហូបបណ្ដាគាត់ជជែកគ្នាលេងបណ្ដារហូតម៉ោងចូលគិនឹងម៉ោង12ពាក់កណ្ដាលអាត្រៀតមែនតែនហើយស្រាប់តែឮសូរសម្រាប់ជើងដើរទឹកពេលហ្នឹងពួកគាត់ទាំងពីរនាក់ក៏ផ្អាកហូបស្រាហើយក៏សម្លឹងទៅមើលបរិវេណដែលឮសូរសំឡេងដើរទឹកនោះពេលដែលសម្លឹងទៅក៏ឃើញសត្វខ្លាមួយក្បាលយ៉ាងធំហើយនៅលើសត្វខ្លានឹងបងប្អូនដឹងថាអ្វីឬក៏អត់គឺជាព្រះសង្ឃមួយអង្គដែលអង្គុយនៅលើសត្វខ្លាធំហើយមានកាន់បាតទៀតផងដែលកំពុងតែធ្វើដំណើរឆ្លងកាត់មុខផ្ទះខ្ទមឫស្សីដែលលោកអ៊ំទាំងពីរកំពុងតែអង្គុយលេងនឹងពេលដែលឃើញដូចនេះភ្លាមឪជុំគាត់មើលពីចម្ងាយប្រហែលជាជិត20ម៉ែត្រគាត់សម្លឹងទៅឃើញថាព្រះសង្ឃដែលអង្គុយលើខ្នងខ្លានឹងជាអ្នកចេះរបៀនមិនធម្មតានោះទេបើយោងទៅលើស្នាមសាក់ក៏ដូចជាឫទ្ធិអំណាចអំឡុងពេលដែលលោកនិមន្តជិះនៅលើខ្នងខ្លានឹងសម្បីតែស្បែករបស់ពុកជុំក៏ចាប់ផ្ដើមព្រឺដែរហើយអ៊ំច័ន្ទក៏មិនខុសគ្នាដែរអ្នកដែលរៀនរបៀនកាលណាតែទទួលបានអារម្មណ៍បែបហ្នឹងអំឡុងពេលដែលឃើញអ្វីម្យ៉ាងប្លែកនោះវាច្បាស់ណាស់ឫទ្ធិអំណាចរបស់គេក៏មិនអន់នោះដែរជាពិសេសព្រះសង្ឃដែលនិមន្តជិះនៅលើខ្នងខ្លានឹងមើលទៅគឺមិនធម្មតានោះទេចំណែកអ៊ំច័ន្ទវិញពេលដែលឃើញបែបហ្នឹងគាត់ក៏បាននិយាយប្រាប់ឪជុំខ្សឹបថាម្ដងនេះទុកឲ្យឯងឬក៏អញពេលហ្នឹងឪជុំថាមិនអីទេហើយទុកកម្លាំងរកកូនទៅរឿងប៉ុណ្ណេះទុកឲ្យអញដោះស្រាយហើយរូបរាងព្រះសង្ឃនេះមិនមែនជាមនុស្សឯណាគ្រាន់តែជាព្រាយក្បាល8ដែលតំណែងខ្លួនតែប៉ុណ្ណោះហើយឯងមិនបាច់ភ័យទេចំណែកសត្វខ្លានេះក៏ដូចគ្នាដែរព្រាយក្បាល8និងសត្វខ្លានេះគឺវាត្រូវជើងត្រូវផ្លែគ្នាណាស់បានវាមកជាមួយគ្នាចាំមើលអញលេងម្ដងមើលតើវាយ៉ាងម៉េចបន្ទាប់ពីនិយាយបែបនឹងរួចស្រាប់តែពុកជុំគាត់ដើរទៅគិមាត់របងខាងមុខផ្ទះតែម្ដងចំណែកព្រះសង្ឃបិសាចដែលអង្គុយលើខ្នងខ្លាដៃកាន់បាតនោះក៏បានធ្វើដំណើរមកដល់ខ្ទមឫស្សីដែលពុកជុំនិងអ៊ំច័ន្ទកំពុងតែសម្រាកនឹងឯងពេលដែលមកដល់ភ្លាមស្រាប់តែខ្លានោះវាចាប់ផ្ដើមឈប់ត្រឹងនៅខាងមុខមាត់របងហើយព្រះសង្ឃដែលអង្គុយលើខ្នងខ្លានឹងក៏ចាប់ផ្ដើមបិទភ្នែកឡើងសិញ្ចឹងដូចកាយវិការសមាធិអញ្ចឹងដែរចំណែកពុកជុំវិញពេលដែលឃើញបែបនឹងភ្លាម
គាត់ដឹងតាំងតែពីធ្វើដំណើរមកពីចម្ងាយម្លេះគាត់ក៏បានសួរទៅព្រះសង្ឃដែលជាបិសាចខ្លែងបន្លំនឹងថាដេចគុណតើដេចគុណត្រូវការដាក់បាតទេដែលពុកជុំសួរហើយព្រះសង្ឃអង្គនឹងក៏អង្គុយស្ងៀមបន្ទាប់មកក៏ចាប់ផ្ដើមធ្វើធ្លាក់ដៃបន្ទាប់ពីធ្វើធ្លាក់ដៃចេញពីស្មាហើយឲ្យជុំគាត់ក៏និយាយបន្តទៀតថាអូមុនហ្នឹងកណាភ្លេចប្រាប់ណាចង់ដាក់បាតរបស់មួយទៅឲ្យដេចគុណហើយបើដេចគុណមិនប្រកាន់ទោសពេកទេកណានឹងយករបស់នេះទៅដាក់បាតបន្ទាប់ពីនិយាយចប់ពុកជុំក៏បានហូតក្របកថាពណ៌ប្រាក់មួយចេញពីខោប៉ៅខាងមុខបន្ទាប់មកក៏សូត្រនៅមុនគាថាពេលដែលសូត្ររួចឲ្យជុំក៏បោះទៅមាត់របងនឹងស្រាប់តែរូបរាងព្រះសង្ឃរួមទាំងខ្លាមួយក្បាលនឹងក៏ប្រែคล้ายទៅជាមនុស្សតែមានសភាពទ្រុឌទ្រោមរាងកាយរដេះរលួយស្អុយមានដង្កូវច្រោះចេញពីក្នុងសាច់ទៀតផងនិយាយទៅគឺគួរឲ្យខ្លាចនិងគួរឲ្យឆ្អើមខ្លាំងណាស់ប្រសិនបើរូបភាពនេះបងប្អូនឃើញផ្ទាល់ភ្នែកទេគឺប្រកាសជាបាយមិនចូលឡើយក្លិនទាំងដង្កូវច្រោះសាច់នោះពេលដែលឃើញហើយប្រកាសណាស់គឺបងប្អូនហូបបាយមិនចូលនោះទេនឹងស្រមៃឃើញពេលណានឹងលែងឃ្លានបាយពេលហ្នឹងបន្ទាប់ពីពុកជុំធ្វើបែបហ្នឹងរួចស្រាប់តែរលាយរូបរាងកាយទាំងព្រះសង្ឃទាំងសត្វខ្លាដំបងមួយក្បាលហ្នឹងមិនដឹងថាទៅណាបាត់នោះទេពេលដែលរលាយបាត់អ៊ំច័ន្ទដែលនៅខាងក្រោយពុកជុំហ្នឹងគាត់ក៏ឆ្ងល់គាត់ក៏សួរទៅកាន់ពុកជុំថាជុំហើយមុនហ្នឹងឯងធ្វើយ៉ាងម៉េចបានតែពួកព្រាយបិសាចទាំងអស់នេះវារលាយលឿនម្លេះមិនតន់ច្បាំងគ្នាក្តៅសាច់ផងបែរជាបញ្ញាប់រត់យកព្រះអាយុបែបហ្នឹងចំណែកពុកជុំវិញគាត់ក៏គិតគាត់ថាអញឆ្ងល់ពិតមែនរាល់ដងការប្រយុទ្ធសកគមបែបហ្នឹងដូចជាមិនបាត់ស្រមោលលឿនទេក៏ប៉ុន្តែពេលនេះមិនទាន់បានធ្វើអីផងបែរជារត់ទៅបាត់អរលីងមើលទៅប្រហែលជាខ្លាចហើយត្រឹមតែពួកខ្មោចព្រាយវិសាចថ្នាក់តូចប៉ុណ្ណឹងមើលចង់លេងអញដូចជាមិនកើតទេវើយបន្ទាប់ពីគាត់និយាយហើយពុកជុំក៏បានងាកមកខាងក្រោយសម្លឹងមុខអ៊ំច័ន្ទសារជាថ្មីពេលហ្នឹងស្រាប់តែលឺសូរសម្រាប់ជើងម្ដងទៀតលឺសូរឡើងពុបពេលដែលងាកមើលទៅក៏ឃើញគោមួយនឹមគឺសុទ្ធតែគោពណ៌សចំណែកនៅលើរទេះគោវិញបងប្អូនគឺប្លែកមែនទែនទិដ្ឋភាពហ្នឹងគឺមានទាំងអ៊ំច័ន្ទនិងពុកជុំហើយព្រះសង្ឃគឺជាអ្នកបរទេះគោទៀតផងពេលដែលឃើញដូចនេះឪជុំក៏បានស្រែកទៅប្រាប់អ៊ំច័ន្ទថាអាចារ្យអាយម្នេះបន្តិចមើលអញដូចជាស្រវាំងភ្នែកមិនដឹងឬក៏យ៉ាងណានោះទេឲ្យជួយមើលគ្នាមិនក៏មានរូបអញហើយរូបឯងដូចទិដ្ឋភាពនៅក្នុងផ្ទះនេះម្លេះហើយជិះនៅលើរទេះគោមានព្រះសង្ឃមុនហ្នឹងជាអ្នកបរទៀតហើយជួយមើលគ្នាមើលអ៊ំច័ន្ទមកដល់គាត់ក៏យកដៃស្នាំរបស់គាត់ហ្នឹងយកញីភ្នែក2 3ដងបន្ទាប់មកគាត់ក៏សម្លឹងថាមែនតាមិនក៏មានរូបរាងអញហើយអង្គុយលើរទេះគោហ្នឹងទៅវិញហើយគោហ្នឹងបងប្អូនគឺសិតតែគោពណ៌សហើយគោឡើងទៀតផងនិយាយទៅស្នែងវាក៏វែងហើយបាល់សបល់វិញគឺស្អាតមែនតើរួមទាំងមានចង្គៀងម៉ាំងសុងចងពីយូនៅខាងមុខទៀតផងនិយាយទៅគឺប្លែកមែនតើពេលដែលឃើញដូចនេះអ៊ំច័ន្ទរួមទាំងពុកជុំក៏ថាឥឡូវកុមារធ្វើអីចាំមើលសិនទៅថាវាកំពុងតែសម្ដែងអ្វីឲ្យយើងមើលបន្តទៀតគិតទៅកន្លែងនេះវើយតាំងតែពីចូលមកដល់គឺដេកបន្លក់ពិតមែនតាមលេងឯងតាំងតែពីក្បាលប្រលប់រហូតមកដល់យប់ស្មាននេះហើយនៅតែវាមិនឈប់គិតទៅពួកអានេះតាមព្យាបាទសាហាវមែនតើចំណែកជុំវិញពេលដែលឃើញបែបហ្នឹងគាត់ក៏តាមមើលពេលដែលគេធ្វើដំណើរផុតខ្ទមឫស្សីរបស់គាត់ទាំងពីរនាក់ហ្នឹងពុកជុំក៏បានងាកទៅនិយាយជាមួយអ៊ំច័ន្ទដោយគាត់និយាយថាមើលទៅពួកនេះសូម្បីតែរូបឯងរូបអញក៏ហ៊ានយកមកលេងសើចដែរមើលទៅឲ្យវាស្គាល់ត្រាំខ្លាំងបន្តិចបានបន្ទាប់ពីនិយាយចប់គាត់ក៏បានដើរទៅអង្គុយកន្លែងគល់ឈើហើយគាត់មុននឹងធ្វើកិច្ចរបស់គាត់ហ្នឹងគាត់ប្រាប់ទៅកាន់អ៊ំច័ន្ទដោយគាត់និយាយថាច័ន្ទចង់សមាការពីអញផងគាត់តែនិយាយប៉ុណ្្នឹងទេគាត់ក៏បានលើកជើងបិទភ្នែកពេនភ្នែនហើយអំឡុងពេលហ្នឹងស្រាប់តែគាត់ដកព្រលឹងដែលជាព្រលឹងធំចេញទៅខាងក្រៅតាមប្រមាញ់ព្រះសង្ឃមួយអង្គរួមទាំងខ្មោចព្រាយបិសាចដែលតំណែងខ្លួនជារូបគាត់និងអ៊ំច័ន្ទដែលកំពុងតែជិះរទេះគោហ្នឹងហើយអំឡុងពេលដែលគាត់ដកព្រលឹងនឹងបងប្អូនគឺមានខ្យល់ត្រជាក់ស្រេបបក់មកប៉ោអ៊ំច័ន្ទរួមទាំងមានពន្លឺដូចជាពន្លឺអំពិលអំពែកហើយមានពណ៌មាសព្រិចចេញពីក្នុងរាងកាយរបស់គាត់នឹងថែមទៀតផងនិយាយទៅគឺភាពអស្ចារ្យកើតឡើងមួយរំពេចតែម្ដងនៅរំពេចភ្លាមហ្នឹងបន្ទាប់ពីឪជុំបានដកព្រលឹងធំរបស់គាត់ចេញទៅតាមសមោលបិសាចដែលតំណែងខ្លួនធ្វើជារូបគាត់និងអ៊ំច័ន្ទហើយនោះពេលដែលទៅដល់គិភ្លាមពួកហ្នឹងគឺវាដឹងបងប្អូនថាព្រលឹងរបស់ឪជុំនេះទៅតាមវាហើយព្រះសង្ឃដែលបរទេះគោហ្នឹងក៏ចាប់ផ្ដើមឈប់លែងបរទេះគោទៅមុខទៀតហើយចំណែករូបទាំងពីរដែលតំណែងខ្លួនធ្វើពុកជុំនិងឪច័ន្ទនោះក
គណៈពេលហ្នឹងស្រាប់តែលោតចុះពីលើរទេះគោហើយមកប្រយុទ្ធតទល់ជាមួយនឹងព្រលឹងធំរបស់ពុកជុំដោយពួកវាទាំងអស់ហ្នឹងនិយាយរួមទៅគឺមិនធម្មតានោះទេគឺពួកវាមានទាំងកំភ្លើងមានទាំងអីទៀតផងដោយមនុស្សពីជាន់ដើមអញ្ចឹងក៏បានបាញ់សម្ដៅមកកាន់ព្រលឹងធំរបស់ពុកជុំក៏ប៉ុន្តែអំឡុងពេលដែលពួកនោះវាបាញ់ប្រហារមកដួងព្រលឹងធំរបស់ពុកជុំហ្នឹងស្រាប់តែរំពេចហ្នឹងពុកជុំក៏បានប្រើវិជានៅក្នុងការបែងភាគព្រលឹងរបស់គាត់មិនមែនមានតែមួយទេមិនដឹងថាគាត់លាក់ព្រលឹងដើមដែលជាព្រលឹងធំនោះនៅទីណាឡើយឃើញតែស្រមោលព្រលឹងតូចៗជាច្រើនណែអំចាន់វិញគឺគាត់ឡើងស្រឡាំងកាំងតែម្ដងអំឡុងពេលដែលឃើញដួងព្រលឹងពុកជុំទៅប្រយុទ្ធជាមួយនឹងពពួកខ្មោចព្រាយបិសាចនោះនិយាយទៅវិជាទាំងអស់នេះមិនដឹងថាឪជុំគាត់រៀនតាំងពីពេលណាមកទេសម្បីតាអំចាន់ក៏គាត់មិនដឹងដែរដល់ថ្នាក់អាចដកវិជាព្រលឹងធំយកទៅប្រយុទ្ធជាមួយនឹងពួកខ្មោចព្រាយបិសាចបានមិនមែនអ្នកធម្មតាហើយកម្រិតសិលអាគមល្មមធ្វើបានទេគឺសុទ្ធតែអ្នកកំពូលនៃវិជាតែម្ដងចំណែកពួកទាំងអស់នោះវិញបន្ទាប់ពីវាបាញ់ព្រលឹងរបស់ពុកជុំជាច្រើនហើយនៅតែបាញ់មិនអស់នោះគឺវាឆ្ងល់ខ្លាំងណាស់ពួកព្រាយបិសាចវាក៏ចាប់ផ្ដើមឈរសម្លឹងមុខគ្នាបន្ទាប់មកទៀតវាក៏ប្រែកាឡាមកជារូបរាងដើមពេលដែលប្រែទៅគឺពិបាកមើលខ្លាំងណាស់សុទ្ធតែជាគ្រោងឆ្អឹងនិងលលាក្បាលរលេះរលួយតែប៉ុណ្ណោះចំណែកដួងព្រលឹងពុកជុំវិញអំឡុងពេលដែលវាប្រែកាឡាមកជារូបរាងដើមនោះគាត់ក៏ចាប់ផ្ដើមយករូបដែលគាត់បំបែកឬក៏ហៅថាការបែងភាគនោះបញ្ចូលទៅក្នុងព្រលឹងធំរបស់គាត់វិញបន្ទាប់ពីបញ្ចូលទៅក្នុងដួងព្រលឹងធំរួចហើយពុកជុំក៏ចាប់ផ្ដើមសូត្រនៅមន្តគាថាហៅស្ដេចនាគរាជដើម្បីឲ្យបង្ហាញខ្លួននិងជួយការពារឃុំក្រងគាត់បន្ទាប់ពីស្ដេចនាគរាជបង្ហាញខ្លួនរួចហើយគឺស្រាប់តែដួងព្រលឹងជាច្រើនរបស់ខ្មោចព្រាយបិសាចទាំងអស់នោះវាក៏ចាប់ផ្ដើមភ័យរត់បែកខ្ញែកចេញពីគ្នាទម្បីតែគោទាំងពីរក្បាលដែលដឹកពួកវាមុននោះក៏ត្រូវរត់ចែកជើងគ្នាដែរក៏ប៉ុន្តែទោះបីពួកវាព្យាយាមរត់គេចយ៉ាងនេះក្តីក៏មិនអាចរួចផុតនៅការប្រើវិជាអដ្ឋានមហាស្រូបនៃស្ដេចនាគរាជបានដែរគឺស្ដេចនាគរាជនោះបន្ទាប់ពីបង្ហាញខ្លួនក៏ស្រូបដួងវិញ្ញាណខ្មោចព្រាយបិសាចចូលទៅក្នុងខ្លួនអស់ទៅហើយបន្តពីនឹងទៀតបន្ទាប់ពីកំចាត់ក្រុមពួកព្រាយបិសាចទាំងអស់នឹងរួចហើយឪជុំគាត់ក៏បានលឹងរបស់គាត់ក៏បានយកមកចូលក្នុងរូបសម្បកដើមវិញហើយអំច័ន្ទពេលដែលឃើញទស្សនភាពអំឡុងពេលដែលឪជុំដកវិញ្ញាណទៅប្រយុទ្ធជាមួយនឹងពួកនឹងហើយបង្ហាញនៅអភិនិហានិងភាពអស្ចារ្យទៀតនោះគឺអំច័ន្ទគាត់កោតសរសើរមែនតែនគណៈពេលដែលពុកជុំដឹងខ្លួនមកវិញគឺគាត់ព្យាយាមសួរគោលក៏ប៉ុន្តែពុកជុំគាត់និយាយប្រាប់បែបធម្មតានោះទេហើយកន្លែងខ្លះក៏គាត់ប្រាប់កន្លែងខ្លះក៏គាត់មិនបានប្រាប់ទៅកាន់អំច័ន្ទដែរគាត់ថាមានពេលគឺនឹងបរៀនអំច័ន្ទតែម្ដងពីវិធីក្នុងការបញ្ជាព្រលឹងធំឲ្យចេញពីខ្លួននេះហើយមិនត្រឹមតែអាចដកព្រលឹងធំនោះទេគឺអាចប្រើមន្តវិជាអំឡុងពេលដែលដកព្រលឹងធំនឹងទៀតផងនិយាយទៅគឺអស្ចារ្យមែនទែនរិទ្ធអំណាចហើយចំពោះរឿងរ៉ាវមួយនេះដែរខ្ញុំសូមបញ្ចប់តែត្រឹមនេះសិនរងពាក្យសម្ដីខុសឆ្គងដោយប្រការណាមួយនៅក្នុងអត្ថបទក៏សូមខន្តីអភ័យទោសទៅកាន់បងប្អូនទាំងអស់គ្នាដែលជាអ្នកស្ដាប់គ្រប់រូបហើយជាចុងក្រោយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលចាយពេលដ៏មានតម្លៃក្នុងការតាមដានស្ដាប់វីដេអូនេះតាំងតែពីដើមរហូតមកដល់ចប់តួយ៉ាងសម្រាប់បងប្អូនដែលទើបតែចូលមកថ្មីហើយទើបតែស្គាល់ Channel មួយនេះផងដែរក៏សូមពឹងពរបងប្អូនកុំភ្លេចជួយ Subscribe ម្នាក់មួយផងជៀសវាងការខកខានទទួលបានវីដេអូថ្មីរាល់ពេលដែលខ្ញុំផុសលើកក្រោយហើយក៏ចុងក្រោយក៏អរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូថ្មីជាបន្តសូមអរគុណសូមជម្រាបលា